វិជាគុណអត្ថបទជាឡាញយើងផ្ដល់ឱកាសនាងជាលើកចុងក្រោយចូលរួមជាមួយពួកយើងទៅថ្ងៃនេះយើងលើកលែងឲ្យនាងគួរឲ្យអត់សម័យណាស់យើងគឺជាអ្នកដឹកនាំផ្នែកត្រនិកាយឌីងអ៊ីងយើងមិនអាចខុបខិតជាមួយឯងនោះទេបើក្របបាត់សម្រាប់យើងមកវាមិនងាយទេឯងត្រូវបាត់ដៃអានកំបាំងខ្មៅរបស់យើងហើយ5នាទីក្រោយខ្លួននាងនឹងប្រែប្រួលទៅជាអស្ចារ្យដល់ពេលនោះយើងអាណិតខ្លួនឯងណាស់តែធ្វើជាប្តីប្រពន្ធជាមួយនឹងនាងរយៈពេលមួយយប់ឯងកុំយកសពអីសោះអើនាងរបស់ស្ដេចនេះជាការយាងរបស់អធិរាជនោះឯងជាណាអ្នកដឹកជញ្ជូនអាហារសួស្ដីអ្នកនេះចូលចិត្ត strawberry ឈ្មោះអ្នកនេះជួមែនទេសំណេររបស់នេះមកដល់ហើយសូមចោះតលេខាផងសូមអញ្ជើញមកដល់ថាមេដឹកនាំថ្លៃធ្នូនីកាយលេងអ៊ីងតាមពិតទៅគឺមានបេះដូងដូចជាស្រីបានម្ចាស់ស្លាប់ទេឆាប់ថយចេញពីទីនេះនៅមានទៀតថ្ងៃក្រោយកុំឲ្យឈ្មោះស្រែរបស់ជីបានដឹងហើយខ្ញុំចូលចិត្ត strawberry អ្នកនឹងជួរំខានចោះតលេខាបន្តិចមកឯងចាក់ចេញឥឡូវនេះយើងអាចជួយអញបានយើងអាចទប់ទល់នឹងគេអញឆាប់ចាក់ចេញទៅឲ្យឆ្កែទៅអ្នកនាងត្រូវតែចោះតលេខាទទួលសិនបាទអ្នកដឹកជញ្ជូនហូបពេលខ្ញុំពេជ្រស្លាប់ហើយសូមបងអ្នកនាងធំដល់ទៅ30វិនាទីបើហូបពេលប្រគល់ទំនិញវិវោហើយល្អបាទឯងស្ដាប់កុំបន្ទោសយើងអីសោះណែយាយឈីឡានយើងគ្មានពេលជាមួយនាងទេចាំយើងសម្រាប់អាឡែតនេះមុនយើងនឹងមានពេលបំរើនាងអញចាត់ការជាមួយយើងបានហើយកុំសម្រាប់មនុស្សមិនដឹងអីសោះការទិញរបស់អ្នកផាត់កំណត់ហើយមិនកំឆាប់រត់ទេការទិញបានផាត់កំណត់ហើយឯងបានស្ដាប់លើយើងនិយាយអំបញ្ញមិញនេះទេបញ្ជាទិញហួសពេលលទ្ធផលនឹងធ្ងន់ធ្ងរមែនទេគេសម្ដីតានេះឯងទៅនិយាយជាមួយព្រះទៅណែឯងដៃទៅទេបំបាក់កំបិតអាចកំបាំងរបស់យើងបានតែឯងជាណាយើងជាណាអញ្ចឹងចាំស្ដាប់ឲ្យច្បាស់ទៅយើងជាព្រះអង្គម្ចាស់ផ្នែកដឹកជញ្ជូនដ៏ល្អបំផុតប្រចាំឆ្នាំលីនស៊ីងព្រះអង្គម្ចាស់ដឹកជញ្ជូនពិតជាខ្ជះខ្ជាទៅបន្តទៅហើយហើយនៅអំណងចង់ចូលរួមក្លឹបខ្មៅរបស់យើងឲ្យឯងពាក់កណ្ដាលជាបិទក្រោយឯងទៅស្លាប់ទៅធ្វើឲ្យមិនជឿទៅតំណែងរបស់យើងផុតថ្ងៃកំណត់យើងធ្វើតែសម្រាប់ឯបានចាមនុស្សម្នាក់នេះដូចជាមាននិន្នាការហឹកសាច់ធ្ងន់ធ្ងរបន្តិចអាចបានទាំងយើងទៅទីចាភ័យអាសម្រាប់ចាំតែនោះបញ្ហារឿងហួសពេលអំបញ្ញមិញនេះកុំបន្ទោសខ្ញុំឯងយើងដឹងហើយមិនចឹងទេអ្នកដែលត្រូវវាយគឺជានាងទេហេតុអីខ្ញុំសុយម្លេះម្ដងណាក៏ជួបរឿងបែបនេះដែរគឺធ្វើឲ្យយើងផុតកំណត់រាល់ទៅពេលហ្នឹងលោកប៉ាខ្ញុំទៅវិញត្រូវរន្ទះបាញ់ហើយចាំទេយ៉ាងម៉េចទៀតហើយខ្ញុំបាននិយាយឲ្យមិនពាក់ព័ន្ធនឹងនាងទេនាងចង់ធ្វើស្អីហ្នឹងកុំមកចិត្តយើងហេខ្ញុំទៅឆ្នាំពុលហើយសុំបងលោកជួយភាសាពើឲ្យខ្ញុំផងនេះណាស្ងៀមខ្ញុំធ្លាប់ឆ្លងកាត់ស្នេហាទេសូមកុំយកដៃមកប៉ះខ្ញុំអីរួចរាល់ហើយចាំមកផ្លែណែនាងកុំយកច្រឡំមកខ្ញុំណាអាវនេះគឺនាងដោះដោយខ្លួនឯងទេមិនខ្ញុំគ្រាន់តែបណ្ដឹងចិត្តពើតែប៉ុណ្ណោះបាទធ្វើឲ្យគេទេអ្នកគុណជួយខ្ញុំសំណស្ដេចវិញគុណអត់ធំបែបនេះមានអ្វីត្រូវតបស្នងថ្ងៃក្រោយបើត្រូវការខ្ញុំជួយអ្នកវិញគុណនិយាយមិនចាស់នាងគិតក្រៅពេកហើយខ្ញុំមិនបានជួយនាងទេគឺមកពេលចង្រៃនេះធ្វើឲ្យយើងមកជាទិញទំនិញផុតកំណត់ទៅសម្រាប់គេបានហើយពេលវេលាយូរហើយនាងគួរតែទៅផ្ទះដែរយកកដាត្រៀនហើយជាស្រីគឺគ្រោះថ្នាក់ខ្លាំងណាស់តាជាអ្នកណាបេសកទិនឆ្វេងនៃពលិរបស់នីកាយឌីងអ៊ីងជីងហុងសូមជួបលោកមេត្រីមេប៉ះក៏ជួបលោកស្រីមេប៉ះមិនបាច់គួរសំទីបេសកជនគុកមីងមិនក៏មានតែនេះម្នាក់ឯណាទៀតធីជំរាបមេប៉ះសៀនធានត្រូវការផកខាត់វិជាគុណដូច្នេះមកយកបន្តិចគេប្រកាសជារវល់នឹងចំណេញប្រាក់មនុស្សសៀនធាននេះគិតតែផលប្រចាំបណ្ណាតែអញ្ចឹងតទៅទៀតមុននឹងក្រៅគុកតែមានរីអាចអ៊ីមានសភាពបែបនេះពីបងគេជានឹងហាំរបស់ស្ដេចវិញការពារអ្នកនាងមេប៉ះបាត់ហើយមិនបាច់តាក់កុហកទេស្ដេចវិញបានស្លាប់បាត់ហើយស្លាប់ហើយស្ដេចវិញគឺជាអតិថិរួចទៅហើយលើកដៃទៅទេវតាចាប់ប្រមាណអ្នកនៅក្នុងព្រំចុងណាប្រហែលជាគ្មានអ្នកណាជាដៃគូរបស់គេទេតែអ្នកណាអាចគឺជាអ្នកដឹកជញ្ជូនមហូបម្នាក់ថាម៉េចអ្នកដឹកជញ្ជូនមហូបម្នាក់ត្រូវហើយពួកឯងក៏បានអ្នកស្ដាប់ឲ្យច្បាស់ថ្ងៃក្រោយបើចាស់កំងមហូបត្រូវតែចុះហត្ថលេខាទទួលភ្លីហាលោកម្ចាស់អ្នកប្រុសលើកនេះហួសពេលហើយហេតុអីក៏ត្រូវរន្ទះបាញ់ច្រើនដងម្លេះមែនហើយពេលមុនអ្នកប្រុសហួសពេលយ៉ាងច្រើនទៅរន្ទះបាញ់6ដងលើកនេះជាង70ដងថ្ងៃនេះអាឡិតសំអុយនេះបំផុសគំនិតលោភលន់គួរឲ្យស្ដាយនិយាយដល់កម្រិតភ្លើងម៉ូតូឯណោះ
ប្រហែលជាអាចខ្លាចជាសត្វលាតូចម្ដងទៀតហើយមើលទៅនោះណា ភាពល្មមកម្មគឺជាកាបិតបញ្ចូលនៅលើក្បាលអញ្ចឹងពិតជាពិបាកដល់អ្នកប្រុសមែន ពួកនាងស្រាប់តែច្បាស់ថ្ងៃនេះនេះប្រកាសជាមានកំហឹងពេញពោះជាមិនខានទេបន្តិចទៀតពួកនាងត្រូវតែលួងលោមគេបានល្អណាមិនអញ្ចឹងទេអាឡាត់សំអុយនេះខ្លាចតែដំបូលនេះក៏ត្រូវធ្លាយដែរ ចាលោកម្ចាស់ លេងយទៅនេះកូនប្រុសសម្លាញ់កូនធ្វើបែបនេះល្អណាស់ត្រូវរន្ទះបាញ់99ដងបើមិនកើតអីមិនពិតជាកូនប្រុសរបស់យើងទេលេងយទៅយើងប្រុសស្រាជាមួយឯងអ្នកប្រុសមកមកអ្នកប្រុសត្រូវរន្ទះបាញ់ហើយពិតជាសង្ហាខ្លាំងណាស់អ្នកប្រុសក្បាលផ្ទុះរបស់អ្នកប្រុសពិតជាមានភាពសិចស៊ីណាស់អ្នកប្រុសអញ្ជើញភាសាផ្លែចេងចាំខ្ញុំជួយច្បាច់ស្មាឲ្យអ្នកប្រុសចាស់ លេងទៅតើលោកកូនសម្លាញ់ដូចពាក្យនិយាយធ្វើមនុស្សត្រូវតែវាយប្រហារដល់គោលន់ទើបអាចធ្វើជាមនុស្សលើមនុស្សបានវាសនាកំណត់មកឯងត្រូវអាវពណ៌លឿងពោជ័យចម្រុះពណ៌លឿងជាច្រើនហើយទ្រព្យសម្បត្តិអស្ចារ្យបើរទេះបាញ់តែធ្ងន់ពោជ័យអីក៏កាន់តែច្រើនដែរយើងមិនជឿសំណេររបស់លោកទេបើភ្នែកមើលច្បាស់ទៅលោកនិយាយពីអាវពណ៌លឿងស្អីឯណាអាវពណ៌លឿងនេះមិនមែនពណ៌លឿងទេអីណែចុះពោជ័យច្រើនណាស់ទៅអ្នកប្រុស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  ឯណាអ្នកមាននឹងទ្រព្យសម្បត្តិលោកបារបាយគឺជាបរិយាដែលមានជាងគេលើពិភពលោកនេះហើយចាំពីថ្ងៃនេះទៅទ្រព្យសម្បត្តិរបស់យើងទាំងអស់ប្រគល់ឲ្យឯងទាំងអស់តែម្ដង សូមអបអរសាទរអ្នកប្រុសសូមឲ្យសំណាងល្អ បាទហើយមានសំណាងល្អហើយមានអាយុវិញទៀតរបស់នេះប្រាយកើតឥឡូវយើងជាអ្នកដឹកជញ្ជូនម្នាក់ហើយពេលផុតកំណត់ម្ដងត្រូវរន្ទះបាញ់ចាត់ទុកថាមានសំណាងហ៎សម្ដីមិនអាចនិយាយអញ្ចឹងទេព្រោះឥឡូវនេះឯងបានសម្រេចចិត្តដឹកជញ្ជូន999បងហើយឲ្យតែសម្រេចបញ្ជាទិញចុងក្រោយទៀតឯងនឹងលេងមានរន្ទះបាញ់ទៀតហើយណាពិតមែនហ៎អូយយើងក៏ហោះឯងធ្វើអីទៅអ្នកមានបញ្ជាទិញថ្មីហើយអ្នកមានបញ្ជាទិញថ្មីហើយឡោះយើងទៅម្ដងទៀតនេះទៀតកាត់ទៅចាស់មួយទឹកឲ្យយើងដើម្បីផ្លាស់ប្ដូរជំនឿពាក់ណា ចាស់អ្នកប្រុសមកតាមខ្ញុំមកព្រះរបស់រិស័តមានពិតជាបញ្ជាទិញចុងក្រោយមែនទេទីអើពេលនេះខ្ញុំតើខ្លួនថាអាចជាអត្រិចមនុស្សទេទុកលំបាកនៃការបញ្ជាទិញ10000បញ្ជាទិញចុងក្រោយពិបាកជាងឡើងខាត់សួរទៅទៀតឆ្លងកាត់វាហើយគេគឺទម្រង់នៃអត្រិចមនុស្សហើយឆ្លងកាត់វាគឺខ្លាចតែមិនបាច់បារម្ភទេអ្នកប្រុសប្រកាសឆ្លងកាត់បានស៊ីងឆ្លងកាត់ដំណក់កាលនេះហើយនឹងជាទម្រង់ពិតនៃអត្រិចនោះហើយក៏ផ្ដាច់ច្រកវាឋានសួគ៌ដើម្បីសងសឹកឲ្យម្ដាយរបស់ឯងហើយថាមកពលអ៊ីមិនក៏ធ្ងន់បែបនេះតែបាត់ហើយបងស្រីបាត់ទៅបាត់ហើយកុំនៅរំខាននាងទីមិនមកទៅវិជ្ជាបណ្ឌិតសៀគឺជាអ្នកជំនាញផ្នែកអក្សរបុរាណប្រកាសជាមានចុះបាយសង្គ្រោះណាស់វៃលោកពុទ្ធសសកំពុងជួយដំណើរសាកស្មៅហើយពិបាកនឹងទទួលយកតែកុំបញ្ញាពេកឬមួយក៏មានខ្លាចគេភ្ញាក់ឡើងវិញរងចាំយូរឆ្នាំបែបនេះគ្រាន់តែប្រភេទទៀតចាប់មិនបានទេណែសំទោសតាណាជាអ្នកនាងស៊ូហើយរបស់កំងបានម្ដងហើយលេងស៊ីស៊ូវៃគឺនាងរបស់គ្នាគឺប្រកាសហើយជីវិតរត់ថ្នាក់នៅមហាវិទ្យាល័យអាចគ្មានបានកម្មម្នាក់នេះកាំងនោះបានតាមជើងមិនព្រមលេងសោះមិននឹកស្មានដល់ឥឡូវបាយជាតាមដល់ទីតាមពិតគឺកាយគេសោះយើងនិយាយហើយវៃមានរឿងស្អីស្គាល់អ្នកដឹកជញ្ជូនម្នាក់នេះបានឲ្យឆាប់ចេញទៅយើងគ្មានកំណុំជាមួយឯងទេឥឡូវឯងដឹងដែរទេការជាទឹកចិត្តផាត់កំណត់ហើយអាចឆាប់ឡើងទេបានហើយយកជិះបោះស្រាយជាមួយឯងណាអ្នកណាឈ្មោះស៊ូណានរំខានចោះតែលេខខាងផងបោះស្រាយចិត្តដេកនៅទីនោះឆាប់ហៅគេភ្ញាក់ឡើងទេស្លាប់ហើយឆ្កែតោងស្អិតឯងគ្រាន់តែយកលេសមកតោងស្អិតវៃទេព្រោះទៅរកហេតុផលឲ្យបានសម្រេចបន្តិចទៅមនុស្សស្លាប់ហើយនៅកំងឯទៀតវាមិនសមហេតុផលទេបើជាទិញឈ្មោះស៊ូណានច្បាស់ណាស់ហើយដេញស៊ីងដើម្បីរបស់ឯងពិតជាអត់ណាស់មិនក៏មិនឆ្លោះចង្ចាក់មើលខ្លួនឯងថាសាក់សាច់ជាមួយយើងដែរទេបិទមាត់ទៅពេលណាដែលមានអារម្មណ៍ឆ្លោះប្រកែកគ្នាទៀតវាចាំមិនស៊ីយ៉ាងម៉េចទៅហើយកូនស្រីយើងតើសង្គ្រោះបានទេជួយនាងបន្តិចទៅបានទេមនុស្សបានស្លាប់ហើយមិនអាចព្យាបាលទេតែលើជាអ្នកជំនាញផ្នែកអក្សរបុរាណជួយព្យាបាលបន្តិចទៅយើងគ្រាន់តែវិជ្ជាបណ្ឌិតមិនមែនទេវតាទេមិនអាចមានបច្ចេកទេសព្យាបាលទេហេតុអីទៅមុននេះណានសុខសប្បាយទេចាស់លោកម្ចាស់លោកកុំពិបាកចិត្តពេកនេះគឺជាវិសារបស់គួរតែបូជានាងឲ្យទាន់ពេលទិញហើយជូនអ្នកនាងចេញដំណើរជប់សិននាងមិនតាន់ស្លាប់ទេបញ្ជាទិញមិនតាន់ចោះហត្ថលេខាឯងមិនអំណងអស់ឡងមែនទេមនុស្សស្លាប់ហើយចោះហត្ថលេខាស្អីទៅអ្នកបញ្ជាទិញត្រូវចោះហត្ថលេខាដោយផ្ទាល់ទោះបីជាស្លាប់ក៏ត្រូវរស់ឡើងវិញដែរជប់លៀមអត់ទេឋានកូនស្រីរបស់យើងបានមរណភាពទៅហើយឯងនៅប៉ះពាល់ឬកាយនាងទៀតពួកឯងថាបញ្ចប់គេភ្លាមទៅហើយចេះបានអ្នកណារំខានយើងមិនលើកលែងឲ្យពួកគេទេអត់មិនលើមិនអញនិយាយថាមិនជួយសង្គ្រោះនាងបានឯងឈួរទេឯងដឹងថាអ្នកនៅចំពោះមុខឯងជាអ្នកណាទេគាត់ទេវតាថ្នាំបុរាណមិនអាចជួយសង្គ្រោះបានផងឯងមានសមត្ថភាពអីដែលអាចជួយសង្គ្រោះនាងបាននោះឯងក៏មិនចង់បោកប្រាស់ពួកយើងមើលទៅគេគ្រាន់តែយកលេសបង្កបញ្ហារញ៉េរញ៉ៃតែប៉ុណ្ណោះបានហើយដេញស៊ីងមិនក៏អាចមិនឆ្លងកញ្ចក់មើលខ្លួនឯងទេទោះបីជាគឺជាអ្នកនាងធំឯងគ្រាន់តែជាអ្នកដឹកជញ្ជូនមហូបស្អីម្នាក់បើធ្វើជាឆ្កែរបស់យើងក៏វាមិនសមដែរខ្ញុំនិយាយថាពួកឯងសិតតែមានជំងឺយើងគ្រាន់តែជួយសង្គ្រោះជីវិតមនុស្សម្នាក់តើវាខ້ອຍទៅកាលពីមុនយើងបានតាមស្រឡាញ់នាងប្រហែលឆ្នាំតោងនាងចប់ក៏ព្រោះតែកិច្ចពីរន្ទះបើសិនជា
ជាយើងតាមស្អិតដូចជាឆ្កែនោះប្រកាសជាត្រូវរន្ទះបាញ់ស្លាប់ជាយូរណាស់មក ចាំ ហើយ អ្នកទាំងអស់គ្នាសើចចំអកដល់ស្លាប់មែនទេក្រែងលោកចាំនិយាយថាប្រមាណឆ្នាំធ្វើជាអ្នកដឹកជញ្ជូនក៏ព្រោះតែកិច្ចពេលរន្ទះបាញ់ដែរមែនទេ នេះនិយាយត្រូវហើយខ្ញុំមានវាសនារន្ទះបាញ់តាមពីក្មេងមុននេះគឺមានគ្រោះមហន្តរាយស្នេហាហើយនេះគឺគ្រោះមហន្តរាយដឹកជញ្ជូនបាទហើយពេលនេះទៅហើយពួកឯងលេងសើចទៀតអីពួកឯងមកចាប់អាអ្នកដឹកជញ្ជូននេះចេញទៅភ្លាមទៅឈប់សិនខ្ញុំសួរលោកមួយម៉ាត់តើលោកចង់ឲ្យកូនស្រីលោករស់ឡើងវិញទេប្រកាសជាចង់ហើយប៉ុន្តែមនុស្សស្លាប់ហើយអាចរស់ឡើងវិញទេបើលោកមិនស្លាប់ដឹងអាចទុកថាគ្មានតែចុះពិតជាកកែក្នុងដងមែនអាចក៏មិនដឹងថាមិនដីធំប៉ុណ្ណាហើយវាចាប់មិនដឹងអសត់បារាំងស្អីទៅបានហើយថ្ងៃនេះយើងអាចឲ្យពួកឯងភ្លឺភ្នែកម្ដងហើយចាំមើលចុះទី10ម៉ឺនលោកនឹងជំងឺហើយមែនទេបើលោកហ៊ានខាងជួយសង្គ្រោះមនុស្សទៀតយើងមិនលើកលែងទេគ្រាន់តែជាអ្នកសំទិញម្នាក់ហ៊ានប្រើសម្ដីបែបនេះផងហ៎តែឯងគិតថាឯងជានរណាទៅឯងកុំស្មានថាលោកបច្ចៈបណ្ឌិតសៀគ្រាន់តែជាគ្រូពេទ្យធម្មតានោះ អាចក្រៃស្រាច្បាស់លោកវិជ្ជាបណ្ឌិតសៀវក្រៅពីសម្លៀកបំពាក់លោកនៅមានអត្តសញ្ញាណមួយទៀតគឺជាសិស្សចំណិតរបស់លោកគ្រូធានធាន ស្អីគេព្រះអម្ចាស់សៀនធានអញល្អិតបណ្ដោះនេះអញពិតជាប៉ះពាល់ដល់អាចជុំរិទ្ធហើយរៀបចំបានសត្វឲ្យហើយទេ សៀនធានខ្មោចយកស្អីទៅ ជានិកាយមួយក្នុងចំណោមនិកាយធំទាំង3នៅតាស៊ី ជាបេសកជនឆ្វេងស្ដាំក្រុមការពារមេដឹកនាំនិកាយយាដែលមានសមត្ថភាពបំផ្លាញមេនឹងដីហើយព្រះអង្គម្ចាស់សៀនធានគឺជាបេសកជនមួយក្នុងចំណោមនោះ ដូចហើយនៅអកសមងមិនក៏មិនឆាប់រត់ចង្កោអោនក្បាលសុំទោសភ្លាមទៅ បេសកជនឆ្វេងស្ដាំស្អីអ្នកទាំងអស់គ្នាមានជំងឺហើយអញ្ចឹងក៏មានឆ្វេងស្ដាំដែរ ទៅត្រឹមធំណាស់គ្មានប្រមាថដល់គេឈ្មោះរបស់ព្រះអង្គម្ចាស់សៀនធានផងបើឯងចង់ស្រាប់កុំឲ្យពាក់ព័ន្ធដល់ពួកជើង លោកវិជ្ជាបណ្ឌិតសៀវសូមយល់ពីបញ្ហានេះម្នាក់នេះជាអ្នកដឹកជញ្ជូនមហូបទេគ្មានពាក់ព័ន្ធនឹងគ្រួសារស៊ូទេបើលោកជួយសង្គ្រោះព្រះអង្គម្ចាស់សៀនធានបានជួយកូនស្រីខ្ញុំផងទៅគ្មានពាក់ព័ន្ធគេទេណាអត់មិនមកបងអូនហើយនេះប្រោពេកសម្ដីមិនសមរម្យដល់យើងអាចឆាប់លុតជង្គង់សុំទោសយើងទៅរឿងនេះអាចចប់មិនចឹងទេថ្ងៃក្រោយប៉ះពាល់ដល់គេឈ្មោះរបស់ព្រះអង្គម្ចាស់សៀនធានហើយនេះទៅត្រូវហើយ ទៀតទិញរបស់លោកអ្នកចិត្តហត់កំណត់ហាងសូមប្រុងប្រចាំ បានពួកឯងនិយាយត្រូវប៉ុន្តែរឿងអីចាំយើងទៅគ្រូចាំនិយាយទៀតបើកម្មវិធីទេរបស់យើងផុតកំណត់បើទាំងអស់គ្នានឹងត្រូវកំណត់ស្រាប់ជាមួយនឹងយើងជាមិនខានទេជួយសង្គ្រោះមនុស្សឲ្យរស់ឯងចិត្តដល់ពេលស្លាប់ហើយនៅហ៊ានប្រើសម្ដីបែបនេះទៀតថ្ងៃនេះយើងនឹងផ្ដល់ឱកាសឲ្យឯងបើឲ្យជួយនាងរស់មែនយើងលុតជង្គង់នៅចំពោះមុខឯងចុះហើយថាដូនតាតែបើសិនជាឯងមិនអាចសង្គ្រោះបានឯងប្រកាសជាសង្គ្រោះមិនបានមានតែឲ្យគេកំណត់អ្នកនាងទី2បូជាជាមួយគ្នាទៅកំណត់ស្លាប់ជាមួយអ្នកនាងទី2តែហ៊ានទេមានរឿងអីមិនហ៊ានប៉ុន្តែបើយើងសង្គ្រោះរស់តើពួកឯងធ្វើយ៉ាងណាបើឯងសង្គ្រោះរស់មែនលីបញ្ជាយើងលុតជង្គង់ធ្វើជាឆ្កែលិតជើងរបាយចុះ យើងម្នាក់ដែរបើសិនជាអាចជួយសង្គ្រោះជីវិតបងអូនស្រីយើងរស់យើងសុំចិត្តដុតជង្គង់ធ្វើជាឆ្កែរបស់ឯងឯងក៏ស្គាល់ថាពួកយើងលេងសាច់អីសោះពាក្យសម្ដីដែលពួកយើងនិយាយថ្ងៃនេះសុទ្ធតែជាពាក្យពិត ល្អអញ្ចឹងត្រូវធ្វើជាសត្វឆ្កែបក់កន្ទុយទៅមកជុលហ៎ចង់ប្រាមកជុលមានលោកវិជ្ជាបណ្ឌិតផងហ៎ឯងសំដែរទេជុលមានរបស់យើងទៅធ្វើវិដីរាប់ពាន់ឆ្នាំក៏បីលើដេកគ្នាពីថ្ងៃកាត់ថ្លៃបាត់ហើយគ្រាន់តែជាអ្នកដឹកជញ្ជូនម្នាក់ចង់ប្រាមកជុលយើងផង ជុលមានរបស់វិជ្ជាបណ្ឌិតស៊ីមនុស្សធម្មតាបានឃើញគឺជារឿងសំខាន់ណាស់តាហើយសូមឯងចង់ខ្ចីបញ្ចូលមានរបស់វិជ្ជាបណ្ឌិតស៊ីផង ពិតជាកង្កែបក្នុងអនុមែនមិនដឹងមិនដេកខ្ពស់ប៉ុណ្ណាទេមកលោកស្រីយមរីថ្ងៃនេះយើងចង់បានមនុស្សពីលោកចាប់ក្រោកឡើងភ្លាម này những cái đồ làm quay hái thở với cái đồ làm quay thôi này đặt luôn ta mới được ai càng đang tê này nè Sona dưới này còn không được chuyện chung sẽ vặt cam đôi chân này Sona này chưa cho hai tay khạc phong tới chân bé này nè tìm hot ai phía hơi bảy mấy tuổi bà hơi sừng sờ từ hơi ta mới được ai càng đang tê bảy mấy anh bạn sờ từ hơi đời sao tê đã tôi những chui sụp cua anh những chân sờ bắt hai nói sao thì dân chui sụp cua nhưng bà mình chân tế nên sờ bắt hơi cô ta con dân từ từ mới kịp với chân sắp tao chân phía trên tao đang tê chân bạn hai còn dễ chán phê cô ta cho hai tay khá từ tôi tụi mình tới tôi băng cầm nhắm ăn cầm tê tôi nhắm chỉ đẹp cầm hạt ấy mình chưa thể đăng còn mong ai bán mấy con pra tôi sắp luôn ấy bỏ pra dương phong sắp tao chứ mà đã tay hai sắp tao su với những cho sắp này chứ chẳng mấy dân con tự bắt tôi sắp bên đấy trong trang quay dân bên tí đây những vài niên program chia tên tra phật cũng nạp hơi dưới được làm như sao anh nhìn vài niên thôi cái của anh tôi chỉ khai mình thế để lên đi của anh nộp niên lên để con trò tư con phải chặt cao anh chia tên cho bắt luôn bắt phật cũng nạp hàng để lên đi một cơn tài anh tôi chỉ khai ta phần nòng thế cô ai chẳng ngay mẹ bảo lưỡi khai chẳng đi hay ấy có biết được đẹp bắn cô mòn trái thì than xua ngày nay cô ai chẳng ngọc như mà anh rô bàn thế à tớ phnom chiều hồng liền tư lúc ba hỏi chọn lương lo chiều phong bị nhiệt than xua là lương phản đây anh từ miền khâm xa nói than xua là phản đây là mấy tục tôi là cô mòn trái cô loạn tớ ai cho lòng cắt bàn lúc ba miền thì bọc luôn là mấy ai rồi có bị ông xã được cô loạn mà thân chị anh lại tròn bàn tê nâng trâu là theo ban chỉ cho mấy chậm
មើលនោះនៅលើភ្នំមានមនុស្សហោះចេញមក គឺអធិរិមនុស្សចាប់កំណត់ហើយអធិរិមនុស្សកើតហើយអធិរិមនុស្សកើតហើយ អធិរិមនុស្សកើតហើយឬមួយក៏ពាក្យចាចាមារ៉ាំនេះគឺពិតមែនបាទអ្នកណាម្នាក់អាចស្និទ្ធស្នាលនឹងអធិរិមនុស្សនៅខ្លាចជាអ្នកមានហើយអ្នកណាជាអ្នកនាងធំគ្រួសារស៊ូតែនាងជាអ្នកណាមានរឿងអីដែរយើងធ្វើតាមបញ្ជាលោកម្ចាស់បុគ្គលសំណាក់រៀបការទៅកូនស្រីច្បងនៃគ្រួសារស៊ូខ្ញុំសម្បត្តិអាពាហ៍ពិពាហ៍ត្រូវបានផ្ដល់ជូនឲ្យអ្នកទាំងអស់គ្នារៀបចំឲ្យហើយទៅគ្រួសារលេងតែយ៉ាងចឹងដូចជាម្ដាយឬសោះឬមួយក៏មានការយល់ច្រឡំ មានអាយុច្រឡំទេគ្រួសារស៊ូយើងស្ថិតក្រោមការណែនាំពីដូនតាគ្រួសារលីងទើបមានលទ្ធផលក្នុងថ្ងៃនេះដើម្បីសងគុណនេះទើបយល់ព្រមមង្គលការនេះ គ្រួសារតកូលលេងដូចជាគ្មាននៅក្នុងគ្រួសារអ្នកមាននោះទេឬមួយក៏គ្រាន់តែជាគ្រួសារធម្មតាខ្ញុំមិនរៀបការជាមួយគ្រួសារដែលគ្មានវងតកូលនោះទេសតតែជាការរៀបចំរបស់ចាស់ទុំពេលនេះយើងមិនខ្វល់ទេ ប៉ុន្តែគ្រួសារយូយើងក៏ពីមុនស្ថិតក្រោមការណែនាំរបស់លោកតាគ្រួសារលីងទើបយើងមានសពថ្ងៃនេះដូច្នេះគ្រួសារលីក៏និយាយចឹងដែរបើមិនជាយើងជាតន់មង្គលការនេះត្រូវតែទទួលទុកពីឋានសួគ៌ ចាស់ពិតជាជឿសម្ដេចទាំងនេះវាគ្រាន់តែជារឿងចាស់ប៉ុណ្ណោះស្អីទៅទទួលទុកពីឋានសួគ៌នោះ អ៊ំស្រីនិយាយត្រូវលើលោកនេះតើមានតនកម្មពីឋានសួគ៌មកពីណាទៅគ្រាន់តែជាពាក្យសម្ដី20តែប៉ុណ្ណោះប៉ុន្តែបើមិនជាអញ្ចឹងមែនគ្រួសារស៊ូយើងនឹងមានឈ្មោះថាជាអ្នកក្បត់ពាក្យសន្យាជាមិនខានទេ បាញ់អញ្ចឹងលោកម្ចាស់យើងមិនមែនមានកូនស្រីតែមួយឯណា នេះចង់និយាយថា វ័យបងណានតែ2ឆ្នាំនោះទេគ្រួសារលេងមានរឿងអីដឹងថាអ្នកណាជាអ្នកនាងធំអ្នកណាជាអ្នកនាងទី2នោះការកាត់គូរបស់អ្នកទាំងអស់គ្នាពិតជាគិតគូរបានល្អ ណាគ្រួសារស៊ូយើងលំបាកណាស់ទៅមានរហូតដល់សប្តាហ៍ថ្ងៃបើមិនជាមានឈ្មោះជាអ្នកក្បត់សន្យាបើផ្សព្វផ្សាយជា ចឹ ទៅ ងតើខ្ញុំជាអ្នកទទួលការស្ដីបន្ទោសទៅចាស់បាននាងនិយាយអញ្ចឹងវ័យគឺជាបងស្រីរបស់អញនាងជាប្អូនស្រីគឺមិនត្រូវក្រំមើលការលំបាករបស់បងស្រីទី វ័យគឺមនុស្សស្រីដែលយើងស្រឡាញ់បើមិនជាត្រូវឲ្យនាងទៅមែននោះអញ្ចឹងបានន័យថាប្រឆាំងនឹងគ្រួសារហើយលទ្ធផលតែទទួលខុសត្រូវដែរទេនៅប្រុងមកខឹងមើលទៅណានមិនចង់ឲ្យគ្រួសារស៊ូយើងមានរឿងកើតឡើងទេបើមិនជាម៉ាក់ឯងនៅខ្លាចគេដឹងពីរឿងនេះប្រកាសជាគ្រប់គ្រងសម្រាប់ចិត្តរបស់នាង កុំនិយាយពីម៉ាក់ខ្ញុំតាំងពីម៉ាក់ខ្ញុំស្លាប់ទៅអ្នកទាំងអស់គ្នាធ្វើអីចំពោះខ្ញុំដឹងច្បាស់ណាស់ ចង្រៃយកឥឡូវនេះហ៊ានតមកជាមួយយើងឯងរឿងនេះមិនអាស្រ័យទៅលើនាងទេគឺយើងជាអ្នកសម្រេចមង្គលការនេះគឺត្រូវតែធ្វើ បងអូនស្រីឬមួយក៏បងអូនស្រីចង់ប្រឆាំងជាមួយអ្នកប្រុសលីបាទខ្ញុំចាប់ប្រើអ្វីដែលខ្ញុំធ្វើខ្ញុំមិនខ្លាចនោះទេតាំងពីទៅដាក់ខ្ញុំអត់ប្រាប់ថាធ្វើជាមនុស្សត្រូវមានភាពស្មោះត្រង់បាទអ្នកទាំងអស់គ្នាគោរពពាក្យសន្យាអញ្ចឹងរឿងនេះទុកឲ្យស៊ូណាខ្ញុំជាអ្នកដោះស្រាយចុះ ល្អអញ្ចឹងទៅត្រឹមត្រូវពេលសកាត់ជនអធិរាជមកដល់ហើយ បញ្ជាអធិរាជសម្បត្តិមង្គលការកូនស្រីច្បងគ្រួសារស៊ូឲ្យថ្ងៃក្រោយនឹងរៀបចំមង្គលការរវាងអធិរាជនិងអ្នកនាងធំគ្រួសារស៊ូសូមគ្រួសារស៊ូរៀបចំឲ្យបានល្អថាម៉េចអធិរាជចង់រៀបការជាមួយខ្ញុំ កូនប្រុសយើងបានសម្រេចហើយពិតជាអស្ចារ្យពិតជាអស្ចារ្យណាស់អស្ចារ្យ អបអរសាទរលោកម្ចាស់អ្នកប្រុសអញឆ្លងផុតគ្រោះមហន្តរាយចាប់ពីពេលនេះទៅនឹងខ្លាចជាអធិរាជមនុស្សពិតប្រាកដ ទេនៅខ្វះមួយជំហាន លោកម្ចាស់ចង់និយាយពីនាងមែនទេទុកចិត្តចាស់ខ្ញុំបានឲ្យបងស្រីទី2និងទី4បានបញ្ជូនសម្បត្តិអាពាហ៍ពិពាហ៍ទៅហើយលោកម្ចាស់ហេតុអីក៏ត្រូវជូនសម្បត្តិអាពាហ៍ពិពាហ៍ពីច្បាប់ទៅគ្រួសារស៊ូ យើងបាញ់មិនសប្បាយចិត្តទេសម្បត្តិអាពាហ៍ពិពាហ៍មួយគឺមិនបានសរសេរច្បាស់លាស់ពួកយើងបានបញ្ជាក់អត្តសញ្ញាណរបស់អធិរាជច្បាស់លាស់សូម្បីតែថ្ងៃខែក៏មិនសរសេរច្បាស់លាស់ដូច្នេះទៅឲ្យមានទី4យើងទៅម្ដងទៀតទៅបើថ្ងៃក្រោយកូនប្រុសយើងផ្សំគុំជាមួយទេពធីតាគ្រួសារស៊ូគេនឹងខ្លាចទៅជាអធិរាជមនុស្សយ៉ាងពិតប្រាកដ ការសម្បត្តិច្រាស់ណាស់ទីបំផុតរងចាំដល់ថ្ងៃដែលអាចសងជូនអ្នកស្រីហាង ពួកនាងត្រូវចាំថាកូនប្រុសយើងឥឡូវមិននឹងខ្លួនឯងខ្លាចទៅជាអធិរាជមនុស្សទេដូច្នេះមុនពេលរៀបការពួកនាងត្រូវបិទមាត់ឲ្យចិត្តដែលខាត់កុំឲ្យគេដឹងឲ្យសោះណាហើយកុំឲ្យគេបង្កបញ្ហាមិនដេកផ្ដាល់ឲ្យសោះណា ចាស់លោកម្ចាស់ កូនប្រុសយើងមានជំនាញខ្លាំងអស្ចារ្យឥឡូវនេះបើឆ្លងផុតគ្រោះកាយរន្ទះទោះបីជាមិនបង្ហាញទម្រង់អធិរាជពិតប្រាកដក៏ដោយប៉ុន្តែមានសមត្ថភាពបំផ្លាញឋានសួគ៌និងឋានមនុស្សលោកគេមកវិញនាងត្រូវតែរំជុំវាយយ៉ាងណាលោកគេបើមិនចឹងទេបដូរស្លាប់ជាមួយនិយាយជាមិនខន កាត់តែលើកនេះអ្នកប្រុសប្រកាសជាមានភ្លើងកំហឹងខ្លាំងណាស់ប្អូនស្រីទី2និងទី4មិននៅទីមិនដឹងថាខ្ញុំនិងប្អូនស្រីទី3អាចទប់ទល់បានឬក៏អត់ទេ បើទុំមិនបានក៏ត្រូវតែទប់ដែរបើទៅទៀតគេជុលមកដល់អ្នកទាំងអស់គ្នាក៏និយាយច្រើនស្ទុះទៅស្រាក់ខោរបស់គេទៅមិនត្រូវឲ្យគេមានឱកាសដកដង្ហើមទេលេងយកទៅយើងនឹងប្រឡូសស្លាប់ជាមួយលោកជុល អ្នកប្រុស កូនសម្លាញ់ហត់នឿយហើយដាក់ឲ្យស្ទើរពី3ពើកម្លាំងទៅណាសុបសិនកុំលេងល្បែងដាក់យើងឲ្យសោះលេងយកទៅលោកប្រាប់យើងតាមត្រង់មកមានរឿងអីលាក់បាននឹងយើងតាមមែនទេពិតជាកូនប្រុសសំណប់ចិត្តរបស់យើងមិនប៉ុណ្ណឹងក៏កូនមើលដឹងដែរតាមពិតទៅប៉ាបានរៀបចំមង្គលការឲ្យកូននឹងហើយណាយល់ទេខ្ញុំប្រកាសជាដឹងថាលោកប៉ាប្រើល្បែងនេះក៏ខ្មាស់ខ្ញុំមិនចូលទៅទេអ្នកដែលត្រៀមរៀបការសុទ្ធនោះសុទ្ធតែយុវជនដែរមិនអីទ្រាំមិនបានទៅរៀបការប៉ុន្តែខ្ញុំចង់នៅលីវកុំរំចាំស្រាប់ប៉ានិយាយចប់សិនទៅតាមពិតតារៀបការគឺគ្រាន់តែជាទំនងការតែប៉ុណ្ណោះទេឯងគ្រាន់តែសហការឆ្លងកាត់ដំណាក់កាលនេះទៅក្រោយពីរៀបការរួចហើយចង់ធ្វើស្អីក៏បានដែរសំខាន់បំផុតនោះក្រោយការរៀបការហើយរទះបាញ់ក៏លែងមានចំពោះកូនទៀតដែរបានហើយពាក្យសម្ដីនេះនិយាយជាមួយខ្ញុំ10000ដងហើយនេះហើយជីវិតរបស់យើងជួចចត់មកឡើយមិនក៏ទៅជាអញ្ចឹង អ្នកស្រីមេប៉ាដំណើរអធិរាជត្រូវបានរកឃើញហើយឥឡូវគេតំណែងទៅភ្នំវ៉ាន់អ៊ីងអធិរាជចុះនៅក្នុងនោះពេលនេះយើងមានសង្ឃឹមហើយតែទៅថ្វាយបង្គំអធិរាជជាមួយជើង
ប៉ុន្តែមេដឹកនាំធានសៀមិនទាន់ត្រឡប់មកវិញត្រូវរងចាំគេយ៉ាងណាមិនបាច់ទេឥឡូវគេកាន់តែប្រដេកប្រដាស់ក្នុងការផ្នែកគេឃើញតែផលប្រយោជន៍គេលេងជាមួយភ្លើងនឹងត្រីឆេះចេញដំណើរជាមួយយើងឥឡូវនេះ សូមស្វាគមន៍សូមអបអរសាទរសូមជើងត្រីអូមកដល់ហើយពេលនេះពិតជាមានសំណាងណាស់មួយប្រព្រឹត្តភ្នែកខ្លាចជាភរិយារបស់អធិរាជមនុស្សថ្ងៃក្រោយបាត់រួមតាក់ចាស់របស់ពួកយើងត្រូវពឹងផ្អែកលើនាងហើយ អ្វីជាការអសរសាស្ត្រក្នុងសាលារៀបការចូលគ្រួសារអ្នកមានមុននឹងក្រោយតែប៉ុណ្ណោះប៉ុន្តែអ្នកណានឹងស្មានដល់បានជារៀបការជាមួយនឹងអធិរាជទៅវិញពិតជាគួរចំណានដល់ហើយអេក្រែងនោះជាបងស្រីរបស់វៃតែមែនទេហេតុអីមើលទៅទឹកមុខដូចជាមិនស្បាច់ចិត្តសោះ រឿងនេះមិនដឹងទេវៃនឹងនាងឪពុកម្ដាយទីទេតាំងពីអ្នកស្រីស៊ូមរណភាពទៅវៃដូចជាមិនសូវត្រូវគ្នាសោះហើយពេលនេះគេមើលឃើញវៃខ្លាចជាអធិរាជមនុស្សបាត់ទៅហើយណាមនុស្សមានអីមិនសប្បាយចិត្តតាមពិតគឺអញ្ចឹងសោះបើគេមិនត្រូវគ្នាជាមួយវៃពួកយើងគួរតែធ្វើអ្វីខ្លះទៅសួស្ដីអ្នកគឺជាបងស្រីរបស់វៃមែនទេអ្នកទាំងពីរគេពួកយើងជាមិត្តរួមថ្នាក់របស់វៃសូមស្វាគមន៍សូមរកកន្លែងអង្គុយចុះពិធីមង្គលការនឹងចាប់ផ្ដើមឥឡូវនេះហើយមិនបាច់ទេបើសិនជាអង្គុយក្បែរផ្កាយចង្រៃបែបនេះវាអាចឆ្លងក្លិនមេរោគអាក្រក់នោះវាមិនមានតម្លៃនោះទេអ្នកនិយាយបែបនេះបាននេះថាម៉េចបានយ៉ាងម៉េចមិនយល់ច្បាស់មែនទេនាងនឹងវៃសត្វជាបងប្អូនបង្កើតប៉ុន្តែពេលនេះអ្នកទាំងពីរនៅលើមេឃម្នាក់នៅក្រោមដីដឹងប្រមាណថ្ងៃមុនថានាងបានស្លាប់ទៅហើយដឹងខ្លួនឡើងវិញនិយាយទៅចង្រៃណាជាផ្កាយចង្រៃមិនពាក់ព័ន្ធជាមួយអញនោះទេបើពួកអញហ៊ានអុកនៅទីនេះចេញទៅក្រៅទេអ្នកណាបង្កបញ្ហានៅទីនេះវៃយ៉ាងម៉េចហើយពេលនេះហៅអ្នកស្រីអធិរាជហើយមែនទេហ៎ត្រូវហើយសូមជប់លោកស្រីអធិរាជមិញនេះមានសម្លេងរំខានស្អីមានរឿងអីកើតឡើងទៅរឿងគឺអញ្ចេះមិញនេះពួកខ្ញុំចង់និយាយលេងជាមួយអ្នកនាងទី2ក៏ប៉ុន្តែអ្នកនាងទី2បែរជាដេញពួកយើងទៅវិញពេលនេះគឺជាប៉ុនស្រីរបស់អ្នកស្រីអធិរាជមានឋានៈខ្ពង់ខ្ពស់ណាស់មើលមិនឃើញមនុស្សតូចតាចដូចជាពួកយើងជារឿងធម្មតាទេប្រដេកប្រដាស៊ូណានយើងមិនមាននាងនេះគឺសត្វតែជីវិតរួមឋានរបស់យើងនេះមានសិទ្ធិអីគេចេញមិនក៏នាងទៅស៊ូគេថាគេបាននិយាយអីខ្លះយើងស្ដាប់ឮហើយពួកគេហៅនាងថាផ្កាយចង្រៃពេលយើងយកច្រឡំហើយស៊ូណានមិត្តរួមថ្នាក់របស់យើងមិញនេះគ្រាន់តែលេខជាមួយនេះយើងបែរជាបណ្ដេញពួកគេចេញសុំទោសគឺមកពេលខ្ញុំរៀនចឹងសុំតែយើងមិនទាន់អញនាងទៅទីនាងគួរតែសុំទោសមិត្តរួមថ្នាក់របស់យើងសិនស៊ូវៃនាងហួសហេតុពេកយើងហួសហេតុទេអ្នកនេះហ៊ានប្រាហង្ការលើអ្នកស្រីអធិរាជផងហ៎ខ្ញុំការរត់នៅហើយមែនទេតែមិនស្អីស្រីម្នាក់នេះហ៊ានប្រាហង្ការលើអ្នកស្រីអធិរាជមិនได้ប្រាមែនតែរាជរបស់អធិរាជមានរាងកាយមាសបើសិនជាឲ្យរបួសដូចជាប៉ះពាល់ដល់អធិរាជយ៉ាងអញ្ចឹងនេះយើងមិនអត់ទេសុំទោសអ្នកស្រីអធិរាជហ៊ានទៅមិនលន់ពីគង់មែនទេល្អយើងនឹងជួយនេះចុះព្រះចៅអធិរាជមកដល់ហើយពួកយើងសូមស្វាគមន៍ព្រះចៅអធិរាជឆាប់ជួយយើងមើលគ្រឿងតុបតែងរបស់យើងអត់អស់ហើយមែនទេណែសូមរំខានបន្តិចតែអ្នកណាទៅជាប្រពន្ធរបស់ខ្ញុំនោះក្រៅនេះជាសិស្សរួមថ្នាក់ហើយជាឆ្កែដេញតាមវៃនឹងណាដេញស៊ីហេតុអីក៏លុបមកទៀតហើយហើយនេះគឺថ្ងៃសេរីសួស្ដីរបស់កូនស្រីយើងនឹងអធិរាជតែអ្នកណាកំងឯងទៅឯងចង់បបាក់មុខមាត់គ្រូសាស៊ូយើងមែនទេអមស្រីអ្នកចូលរួមសុទ្ធតែកំពូលអ្នកមានរឿងអីមានអ្នកកំងបញ្ជាទិញនោះអ្នកទាំងអស់គ្នាកុំយកច្រឡំថ្ងៃនេះខ្ញុំមិនមែនដឹកជញ្ជូនមកទេខ្ញុំមកភ្ជាប់ពាក្យជាមួយប្រពន្ធរបស់ខ្ញុំអាឆ្កែតាមរិទ្ធឯងពិតជាខ្លាំងធំណាស់ពីមុនឯងរំខានវៃមិនឯងទេប៉ុន្តែឥឡូវនេះវៃជាអ្នកស្រីអធិរាជឯងចង់ស្លាប់តាមមិនឯងទេហ៎ទិញស៊ីជាសរសើរឯងដែលមានចិត្តស្មោះត្រង់ចំពោះជាសរសើរឯងដែលមានស្បែកបក្រាស់បែបនេះថ្ងៃនេះជាថ្ងៃមង្គលការរបស់យើងឯងចាក់ចេញពីទីនេះភ្លាមប៉ុន្តែថ្ងៃជ័យរបស់នាងឯងលើសម្បត្តិអាពីពីនេះបញ្ជាក់ច្បាស់ណាយ៉ាងមិនចេះណោះមិនក៏ទៅជាអញ្ចឹងនាងគឺអ្នកនាងធំគ្រួសារស៊ូតែប្រាស់ពិតជាខ្លាំងធំមែនហ៊ានចាយចង់អ្នកស្រីអធិរាជផងឯងនេះឯងមិនចង់រស់ទេមែនទេឈប់សិនឯងឈ្មោះថាលីនស៊ីងឬមួយឯងជាកូនចៅចំនួនក្រោយនៃគ្រួសារលីងអញ្ចឹងឯងជាម្ចាស់កិច្ចសន្យាពីនេះតាមមែនទេពិតមែនហើយស្មានមកដល់គឺឯងយើងក៏គិតស្មានមកដល់ថាពួកឯងដែរបើហើយគ្រាន់តែធ្វើតាមទៅចាប់ហើយខ្ញុំដឹកជញ្ជូនមហូបទៀតតែមានរស័យកាលាំងហ្នឹងឬអ្នកដឹកជញ្ជូនមហូបនេះគឺជាអធិរាជមែនទេលោកម្ចាស់ស៊ូនេះគឺអ្នកទាំងអស់គ្នាសូមអត់ធ្មត់បន្តិចថ្ងៃនេះគ្រួសារស៊ូយើងពិតជាពាក្យនឹងគ្រួសារលីមែនប៉ុន្តែគ្រួសារស៊ូយើងតែតែគ្រប់ពាក្យសន្យាថ្ងៃនេះយើងមិនគាត់ពាក្យសន្យាទេណានឆាប់មកនេះមកលើឡើងមកជួបគូអនាគតរបស់ឯងទៅណាស៊ូណានយើងអបអរសាទរឯងដែលរកប្តីបានជាអ្នកដឹកមហូបម្ដងនេះមិនព្រួយបារម្ភឃ្លានដាច់ពោះស្លាប់ទេបងប្អូនដូចគ្នាម្នាក់រៀបការជាមួយអធិរាជម្នាក់ទៀតរៀបការជាមួយអ្នកដឹកជញ្ជូនពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់នេះគេហៅថាកម្មភាពកាយចង្រៃស័ក្តិសមនឹងអ្នកដឹកជញ្ជូនមហូបនេះហើយមានអ្នកឋានស៊ូមកពីណាទេស៊ូណានមិនក៏បញ្ឆាប់បាត់នេះគ្រួសារស៊ូយើងគឺគោរពពាក្យសច្ចៈណាស់កុំថាឡើយជាអ្នកដឹកជញ្ជូនទោះបីជាអ្នកសុំទៀតក៏នាងត្រូវរៀបការដែរអូអើយថាចេញនេះមកទីនេះមកយើងទៅខ្លួនឯងបានលោកស្រាប់ជួយជីវិតខ្ញុំឲ្យមានកិច្ចសន្យារៀបការខ្ញុំសុខចិត្តរៀបការជាមួយលោកអ្នកទាំងអស់គ្នានៅឆាត់ធ្វើអីទៀតមិនក៏បញ្ឆាប់ផ្ទះដៃទៅជួយពើអ្នកនាងទី2នៃគ្រួសារស៊ូបានប្តីដល់ល្អ
អ្នកនាងស៊ូអបអរសាទរផងអ្នកដឹកជញ្ជូនម្នាក់នេះសង្ហាណាស់បាននាងនៅជាមួយគេប្រកាសជំខាត់បងទេអើយអាចឆ្កែលិតអាចតាមគេរៀបការជាមួយគេមិនកំឆាប់ដុតជង្គង់ដើម្បីថ្វាយបង្គំដូនតារបាយភ្លាមទៅហ៎សុបសិនដូចជាខុសនៅសម្រាប់អាពីពីនេះបញ្ជាក់ថារៀបការជាមួយនឹងគ្រួសារស៊ូប៉ុន្តែស្ដាប់ឮទៅដូចជាបងស្រីយើងគួរតែរៀបការជាមួយគេទៅត្រូវអាចចង់មកសៀតដឹកជញ្ជូនអាចមានសិទ្ធិជ្រើសរើសម្នាក់នេះម្នាក់នោះនៅទីនេះយ៉ាងម៉េចឲ្យឯងធ្វើជាកូនប្រសាគ្រួសារស៊ូពិបាកលោកមែនទេឯងគ្រាន់តែជាអ្នកដឹកជញ្ជូនតោងខ្ពស់បែបនេះពីជាកូនប៉ុនឯងណាស់ទៅហើយឯងនៅចង់រើសស្អីទៀតស្មានតែខ្លួនឯងនឹងជាស្អីយ៉ាងទៀតបីគឺជាភរិយារបស់អធិរាជឬមួយក៏អញចង់តដាំស្រីជាមួយនឹងអធិរាជមនុស្សមិនខ្វល់ថាគេអធិរាជឬក៏ជាខ្មោចទេនៅលើសម្រាប់អាពីពីនេះបញ្ជាក់ច្បាស់ណាស់រៀបការជាមួយគ្រួសារធំស៊ូថ្ងៃនេះទោះបីស្ដាយឋានស៊ូក៏គ្មានប្រយោជន៍មកពេលនេះនាងរៀបការជាមួយយើងមិនចឹងទេគ្រួសារនេះនឹងមហន្តរាយដល់ឋានស៊ូឯងមកបង្កាច់អធិរាជផងពួកឯងឆាប់មកហាច់បទរបស់គេហាច់ដកអណ្ដាតរបស់គេចេញទៅពួកឯងបិទមកទៅបាញ់យើងនិយាយហើយដើម្បីគ្រួសារស៊ូល្អទេបើគ្រួសារស៊ូហ៊ានមកផ្លាច់កិច្ចសន្យានេះដល់ពេលនោះក្រុមហន្តរាយឋានស៊ូនឹងមកដល់សូម្បីតែឆ្អឹងគ្រួសារស៊ូទាំងក្មេងទាំងចាស់ក៏មិនសល់ដែរមិនមកទៅអារម្មណ៍គ្មានដឹងគុណដោយសារយោគយល់អាចជួយសង្គ្រោះជីវិតកូនស្រីយើងទឹកយើងទ្រាំម្ដងហើយម្ដងទៀតបើមិនចឹងទេយើងប្រកាសជាមិនលើកលែងឲ្យឯងនោះទេណាម្នាក់នេះធ្វើឲ្យប៉ះពាល់ដល់អធិរាជយើងស្នើសុំមុនអធិរាជមកបបាយសាកសពអាមេសៀននេះមុនទៅដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដែលគេហ៊ានធ្វើចំពោះមនុស្សអធិរាជគ្រាន់តែពួកឯងហ្នឹងយើងដឹងថាឯងមានចំណេញខ្លាំងតែឯងកុំភ្លេចថាទីនេះជាកន្លែងណាតែញ៉ាំអាចឈើនៅទីនេះសុទ្ធតែជាឥស្សរជនមកពីគ្រួសារធំយើងគ្រាន់តែជ្រើសរើសអ្នកណាម្នាក់ចេញមកក៏អាចធ្វើឲ្យឯងជ្រុះធ្មេញដែរអាសត្វឆ្កែតោងលិតថ្ងៃនេះយើងជំនួសមកអធិរាជចង់សម្រាប់ឯងចោលនេះធម្មពលដ៏រឹងមាំបែបនេះជាកពុលធ្វើដៃអាណាចក្រសៀនហើយតែពេលណាឯជំនួសអាណាចក្រជ្រុលនេះវាពិតជាគួរឲ្យជឿមានអាយុក្មេងសមបាច់ឆ្លងកាត់អាណាចក្រសៀនហើយវៃមិនរត់ថ្នាក់របស់នាងពិតជាអស្ចារ្យខ្លាំងណាស់ណាទៅប្រកាសថានេះវៃហើយវិជាគាត់តាពីតូចហើយគាត់គឺជាក្មេងចំណាំក្រៃនៃគ្រួសារលីដែលមានទេពកោសល្យបំផុតក្នុង50ឆ្នាំនេះបាច់គាត់របស់គាត់ទទួលបានជោគជ័យមិនមែនដូចអ្នកដឹកជញ្ជូនម្ហូបនោះអាចយល់នោះទេអាចឆ្កែតោងលិតពេលនេះឯងលើកជង្គង់សម្បល់យើងទៅយើងអាចពិចារណាឲ្យឯងមិនស្លាប់បានឯងទៅខ្សោយពេកហើយមិនតាន់ធ្វើឲ្យយើងបណ្ដាសាច់ដុំផងរងអ្នកប្រកាសជានេះទៅឯងនៅក្នុងកាយភ្នែកយើងគឺមិនស្មើនឹងសម័យផងយ៉ាងไรគេដល់ពេលស្លាប់ហើយនៅកៅអីក្អាងទៀតថ្ងៃនេះយើងនឹងឲ្យឯងខ្លាយទៅជាសមោចស្លឹកឈើនៅឆាត់ធ្វើស្អីទៀតចូលទៅទាំងអស់គ្នាទៅសម្រាប់អាម្នាក់លោកចាស់អធិរាជមនុស្សប្រកាសជាមានរង្វាន់ជូនទៅឲ្យយើងសាប់មើលទៅយើងម្នាក់ដែរទៅយើងផងយ៉ាចេញមកអាចចឹងដែរឯងបានប្រើវេទមន្តបិសាចស្អីទៅលោកប៉ាបើលោកប៉ាមិនមកឲ្យខ្លួនទៀតកូនប្រុសលោកប៉ាមិនអត់ធ្មត់ឲ្យលោកប៉ាទេកូនប្រុសលើកកំហឹងរបស់ឯងបានប្រែប្រួលអស់ហើយគឺមកពីប៉ាមកគ្រាខ្ញុំធ្វើជាមនុស្សគឺឲ្យតម្លៃគ្នាភាពសុខដុមរមនារបស់មនុស្សគឺមានតម្លៃបំផុតសម្រាប់មនុស្សក៏បាត់សន្យាបែបនេះគឺត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរតាកចាស់ឯងនិយាយជាមួយអ្នកណាពេលនេះយើងគឺជាភរិយារបស់អធិរាជបាទអធិរាជដឹងថាលោកនិយាយបែបនេះចំពោះយើងគិតមើលទេគេនឹងចាត់ការលោកយ៉ាងណាកុំស្មានតែប្រាស្លឹកឈើប្រមាណស្លឹកធ្វើឲ្យយើងភ័យនោះកូនស្រីយើងជាភរិយារបស់អធិរាជបាទជាតែបាក់យើងមួយតែសាច់សក់នោះឯងហ៊ានប្រាសម្ដីបែបនេះដាក់ដូចម្ចាស់ផងសមនឹងទទួលទោសស្លាប់មេគ្រួសារស៊ូរបស់លោកចាត់ទុកថាមហាគ្រួសារមានឈ្មោះល្បីបែរជាប្រព្រឹត្តរឿងក្បត់កិច្ចសន្យាបែបនេះមែនទេមិនក៏ធ្វើបែបហ្នឹងនេះសុទ្ធតែជារឿងចាស់ទុំលោកក៏ស្មានថាអង្គសម្បត្តិអាពីពីមួយសន្លឹកឲ្យកូនស្រីយើងលះបង់អធិរាជរៀបការជាមួយអ្នកដឹកជញ្ជូនឯវ៉ាន់នោះគឺមិនសមទេពួកអញ្ចឹងវាបង្កើតនិយាយពីការក្បត់ក្នុងរបៀបដែលមានចំណេញខ្ពស់បែបនេះមិនសមហេតុផលទេដូនតាបុព្វបុរសគ្រួសារយើងមិនខ្វះភ្នែកទេគួរតែរក្សាគ្រួសារស៊ូនិងធ្វើស្រែចម្ការវិញទៅវាប្រសើរជាងណាគ្រួសារស៊ូយើងមានថ្ងៃនេះគឺពឹងផ្អែកលើគ្រួសារស៊ូខ្លួនឯងគ្មានពាក់ព័ន្ធនឹងលោកឯងនោះទេបើអញ្ចឹងមើលទៅពួកឯងប្រកាសជាកំណត់ក្នុងចិត្តហើយនឹងក្បត់កិច្ចសន្យាបើអញ្ចឹងពួកឯងមិនបាច់មានទៀតទេនេះទីខរដៅនេះស្លឹកឈើជ្រុះពួកឯងនឹងរងាជាមិនកើតថាបំផ្លាញពួកពីចោលទៅចាំសិនទៅពោះគ្រួសារស៊ូក្បត់សន្យាទៅមកពីពួកខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីបាននោះទេប៉ុន្តែខ្ញុំប្រឹងអត់តែភាពដល់អីដោះស្រាយពីនាងគឺបាននេះធ្វើម៉េចខ្ញុំប្រាប់រៀបការចុះគ្រួសារនេះនាងជាស្អីទៅគ្រួសារស៊ូពេលណាដែលឲ្យនាងចាត់ចែងនោះបានយើងធ្វើអញ្ចឹងគ្រួសារស៊ូនាងជាមនុស្សល្អតែម្នាក់គត់មែនទីបាននាងចង់ធ្វើជាមនុស្សល្អក្នុងគ្រួសារស៊ូអញ្ចឹងនាងប្រកាសជាសាធារណៈចំពោះអ្នកទាំងអស់គ្នាទេការលះបង់គ្រួសារស៊ូថ្ងៃក្រោយគ្មានអីពាក់ព័ន្ធនឹងគ្រួសារស៊ូតទៅទៀតទេហើយទៅនៅជាមួយប្រុសចង្រៃនេះតើនាងទៀតទេមិនហើយសម្ដីនិយាយបានពីរូបណាស់អ្នកណាមិនថានាងក្រោយពេលរៀបការនឹងគិតពីសុខភាពរបស់គ្រួសារស៊ូកំណត់តូចបែបនេះអាចលះបង់អ្នកណាបានទេน้องនាងជាអ្នកនាងទី2នៃគ្រួសារស៊ូចង់ធ្វើជាភាពថ្លៃថ្នូរខ្ពស់មែនទេចង់ធ្វើនាងមួយម៉ាត់តែនាងទីណាទេនេះត្រូវគិតច្បាស់អ្វីដែលនាងមាននៅពេលនេះតើមានប្រមាណអ្នកដែលសុបិនចង់បាននោះនាងពិតជាលះបង់តើមើលដែរទេស៊ូណាសុំសបាត់ចាប់ពីពេលនេះទៅបោះបង់ចាប់ភាគហ៊ុននឹងទ្រព្យសម្បត្តិគ្រួសារស៊ូរៀបការក្នុងគ្រួសារនេះថ្ងៃក្រោយទោះបីជាមានឬក៏ក្រោះទោះបីសុំទានតាផ្លេចខ្ញុំក៏សុខចិត្តនៅជាមួយបងដែរមិនបែកបាក់នឹងបងចាស់នោះទេនេះឥឡូវជាមួយឯងក្មេងស្រីនេះគេធ្វើបែបនេះហើយឯងមានរឿងអីស្ទាក់ស្ទើរទៀតហ៎យើងពិតជាមិនស្មានដល់ទេនៅលើโลกនេះមានស្រីដែលស្រឡាញ់ឯងបែបនេះដែរឥឡូវឯងសំដងហើយដូច្នេះគ្រួសារលីងយើងមិនធ្វើបាបនាងទេយើងប្រកាសជាថែរក្សាពួកនាងមិនត្រូវទេលោកប៉ាតែលោកប៉ាបាននិយាយឲ្យខ្ញុំរៀបការជាមួយអ្នករួមព្រលឹងជាមួយខ្ញុំហ៎
ទើបពួកយើងអាចនេះឯងល្ងងណាស់ឯងជួបមនុស្សស្រីដែលសុខចិត្តលះបង់អ្វីមិនគិតពីផលប្រយោជន៍ទេនេះជាវាសនារបស់ឯងហើយទោះបីជាឧបសគ្គរាំងស្ទះយ៉ាងណាឯងត្រូវថែរក្សានាងការពារនាងទៅវាបានបាត់ទៅហើយណាយល់ទេទៅលោកប៉ានិយាយត្រូវនឹកស្មានដល់ថាពីមុនខ្ញុំជួយសង្គ្រោះនាងអ្វីដែលខ្ញុំធ្វើគឺសម្រាប់ចិត្តត្រឹមត្រូវពីថ្ងៃនេះទៅលីនស៊ីងយើងការពារនាងជានិច្ចទោះបីរន្ទះបានយើងក៏យើងមិនថយក្រោយពីនេះអបអរសាទរអ្នកស្រីឥឡូវថ្ងៃសេរីសួស្តីត្រូវបានសម្រេចហើយបាញ់អញ្ចឹងពួកយើងរៀបចំពិធីជប់យើងជាមុនសិនទាំងអស់គ្នាមិនរឿយចិត្តទេរឿងអតីតកាលទុកកន្លងផុតទៅចុះអ្នកទាំងអស់គ្នាពិសាឆ្ងាញ់ទៅណាចាប់ផ្ដើមកម្មវិធីទៅអញយល់ខុសទីដឹងថ្ងៃនេះគឺថ្ងៃភ្ជាប់ពាក្យរវាងកូនស្រីយើងនិងព្រះចៅអធិរាជមិនមែនសម្រាប់ពួកឯងស្រែកលោឡាននៅទីនេះទេឆាប់ចេញពីទីនេះទៅឪពុកចាស់ហ្នឹងគឺកូនអញ្ចឹងគ្រួសារទាំងនោះសតតែពួកចាំបើស៊ីចំណែកកូនស្រីអកតយុគមានពាក់ព័ន្ធនឹងគ្រួសារស៊ូបន្តិចទេថ្ងៃនេះពិធីភ្ជាប់ពាក្យរបស់លោកស្រីធំយើងជាមួយនឹងចៅអធិរាជនេះមិនស្វាគមន៍លោកផ្សេងទេលោកម្ចាស់មេគ្រួសារលេងសូមជើញទៅវិញចុះណាសូមជើញលោកពួកយើងគួរតែចាក់ចេញពីទីនេះឲ្យបានឆាប់ពួកយើងមិនអាចទៅទីនេះបានតទៅទៀតទេមើលហើយបាញ់មិនយើងបាននិយាយហើយទីនេះគឺជាពិធីភ្ជាប់ពាក្យរបស់អធិរាជមនុស្សណាលោកម្ចាស់គ្រួសារលេងបានមិនជឿត្រូវការខ្ញុំយកលិខិតមកបញ្ជាក់ឲ្យមើលដែរទេបើមិនជឿខ្ញុំយកឲ្យមើលចុះណាប្រហែលជាមិនបាច់ទេគ្រាន់តែពិធីភ្ជាប់ពាក្យរបស់ព្រះចៅអធិរាជបើអញ្ចឹងពួកយើងមកមិនខុសទេកូនប្រុសកូនប្រសាវិធីជប់លៀងនេះពេញចិត្តដែរទេហ្នឹងលោកប៉ាខ្ញុំដឹងថាលោកប៉ាជាមនុស្សសន្សំសំចៃប្រាក់ណាប៉ុន្តែមិនអាចនៅក្នុងពិធីជប់លៀងរបស់គេគិតតែពីស៊ីផឹកទេលោកគាត់គ្រាន់តែជាពិធីមួយប៉ុណ្ណោះបើគ្មានបញ្ហាទេខ្ញុំមិនខ្វះនោះទេតើនេះមានន័យថាម៉េចមិនលើពួកគេនិយាយមិនបាញ់មិនទេតាំងពិនគឺសម្រាប់ឯងទេក្រែងនេះគេរៀបចំសម្រាប់ព្រះចៅអធិរាជអាយ៉ាកូនប្រុសរហូតដល់ពេលនេះយើងប្រាប់ឯងទៅចូលណាឯងគឺជាព្រះចៅអធិរាជដែលគេនិទានតគ្នានោះហើយហ៎លោកប៉ានិយាយថាម៉េចខ្ញុំជាប្រជាអធិរាជព្រោះឯងធ្លាប់មានបទពិសោធន៍ក្នុងការគ្រោះមហន្តរាយពីឋានសួគ៌ទោះបីជាទម្រង់ពិតនៃប្រជាអធិរាជមិនទាន់បង្ហាញខ្លួនក៏ដោយប៉ុន្តែវិញ្ញាណអធិរាជរបស់ឯងត្រូវកែលម្អទៅជាទម្រង់បរិសុទ្ធបំផុតហើយដរាបណាឯងនៅប្រពន្ធឯងផ្សំមិននៅពេលយប់រួចមែនហើយក្រុមណែជាប្រជាអធិរាជដូចជាមិនសមទេទោះយ៉ាងណាក៏តែរកម្នាក់ទុកចិត្តបានដែរមិនក៏អ្នកដឹកជញ្ជូននេះខ្លាចតែជាអធិរាជទៅវិញអាណិតណាស់តែនាងទី2របស់យើងបានជានិតផ្ទះពោពេញទៅដោយមនុស្សវិកលជាតាំងថ្ងៃក្រោយប្រហែលជាត្រូវរងទុក្ខវេទនាហើយមិនងាយស្រួលយ៉ាងនេះទេថ្ងៃនេះបំផាញ់ពិធីភ្ជាប់ពាក្យរបស់យើងព្រមទាំងប្រាស្ដីមិនសមរម្យទៀតថ្ងៃនេះយើងទុកសាកសោយពួកឯងទៅមួយចាក់ទុកថាដំណឹងហើយពេលប្តីជាងមកប្រកាសជាឯងខ្លាចជាសាក់សក់ប្រកបបំណៃពួកឯងមកមើលពួកគេអត់មែនទេម្នាក់ក៏មិនឲ្យរួចដែរនឹងកើរងាគ្រាន់តែជាសត្វឆ្កែឆ្មាហ៊ានជាអីក៏អាផងអីពួកឯងដាក់ឲ្យច្បាស់បានអ្នកណាហ៊ានប្រឆាំងយើងនៅសំណាក់ចៅភ្លាមអធិរាជនៅទីនេះមិនក៏ពួកឯងមិនឆាប់ដល់ជង្គង់ចឹងចាទៅខ្លួនឯងជាអធិរាជពេលប្រកាសហើយយើងមិនជឿទេតើតែសម្រាប់ពួកយើងទាំងអស់គ្នាទៅយើងរាប់ដល់3បានអ្នកណាមនុស្សចង្គង់ចុះទេលទ្ធផលគឺដូចគេយ៉ាងអញ្ចឹង1 2យើងពុំមានពួកឯងឲ្យហើយកូនស្រីរបស់យើងគឺឈ្គូទៅនៅរបស់អធិរាជពួកឯងកុំផ្ដេសផ្ដាស់ឲ្យសោះបើមិនចឹងអធិរាជមិនលើកដេញឲ្យពួកឯងទេយើងមិនជឿថាឯងសម្រាប់ពួកយើងទាំងអស់គ្នាបានទេយើងពិតជាមិនជឿទេមែនទេដឹងកើរងាចានាងហៅថាទេវតាសម្លាប់អញ្ចឹងពួកគេមិនជឿនាងទេមានតែធ្វើឲ្យពួកគេជឿម្ដងទៅត្រូវតែមិនឈប់ភ្លាមបញ្ជាមនិតសៀលោកមកចំពេលល្អណាស់គឺពួកគេឥឡូវហើយនឹងចាំយើងនៅទេប្រកាសជាចាំថ្ងៃនេះក្រែងលោកឲ្យយើងធ្វើជាដូនតារបស់ឯងហ៎យើងនិយាយហើយយើងគ្មានចាចំមិនសិទ្ធដូចជាឯងទេអីនេះបានរឿងរបស់យើងទុកសិនចុះថ្ងៃនោះឯងប្រមាថដល់ឈ្មោះរបស់គ្រូសាយើងឯងដោះស្រាយជាមួយទៅអូលោកគ្រូអ្នកណាទៅអូយើងនឹកឃើញហើយគឺម្នាក់ដែលបាត់ជើងបាយតែស្ដាំតើមែនដែរទេដេកប្រាស់តើអញចេះស្អីទៀតហើយលោកគ្រូម្ដងនេះលោកគ្រូបានលឺហើយឥឡូវនេះប្រមាថដល់ឈ្មោះរបស់លោកគ្រូមិនកែប្រែសោះហើយលោកគ្រូដោះស្រាយជាមួយទៅលោកគ្រូឬមួយលោកគឺជាព្រះអង្គម្ចាស់សិនធានមែនទេព្រះអង្គម្ចាស់សិនធានមកដល់មិនក៏អ្នកទាំងអស់គ្នាមកលុតជង្គង់ចុះទៅឲ្យឆាប់ឡើងសូមស្វាគមន៍ព្រះអង្គម្ចាស់សិនធានសូមស្វាគមន៍ព្រះអង្គម្ចាស់សិនធានឯងជាអ្នកណាហេតុអីក៏មកលុតជង្គង់ចុះមិនខ្លាចស្លាប់ទេហ៎ខ្លាចលោកប៉ាយើងមានឈ្មោះល្បីល្បាញបំផុតហើយហេតុអីមកលុតជង្គង់ច្បាស់ណាស់គឺមើលងាយលោកមិនមុតឥឡូវសមួយហើយប្រមាថដល់យើងមិនអីទេប៉ុន្តែកុំប្រមាថគេឈ្មោះលោកគ្រូយើងណាថ្ងៃនេះហើយនឹងត្រូវស្លាប់ហើយបានហើយក្រោយឡើងមកឥឡូវលើថាអញមានសមត្ថភាពអាចឲ្យមនុស្សស្លាប់រស់ឡើងវិញមិនពិតទេគ្រាន់តែយើងមានភាពស្និទ្ធស្នាលជាមួយលោកយមរាជយើងចង់បានមនុស្សពីរបីនាក់ពីគេកិត្តិយសនេះត្រូវតែផ្ដល់ឲ្យយើងហើយឡំធំនៅចំពោះលោកគ្រូយើងហ៊ាននិយាយទេប្រាស់បែបនេះមើលទៅមិនបាច់មកច្រើនទេឥឡូវយើងមើលទៅឯងមានសមត្ថភាពខ្លាំងដែរថ្ងៃនេះយើងនឹងផ្ដល់ឱកាសដល់ឯងលើកជង្គង់ស្ដាប់បញ្ជារបស់យើងបម្រើយើងនឹងយល់ព្រមលើកលែងទោសឲ្យដល់ឯងទាំងអស់ណាព្រះអង្គម្ចាស់ធាននេះមិនអាចទៅរួចទេម្នាក់នេះបានប្រមាថដល់ព្រះអង្គម្ចាស់ភាពអស្ចារ្យរុងរឿងរបស់ព្រះអង្គម្ចាស់នេះណាបិទមាត់កិច្ចសន្យាដែលយើងធ្វើមិនចាំបាច់នាងបង្រៀនទេលុតជង្គង់អង្គក្បាលភ្លាមទៅក្រោយពីសុំទោសឯងនឹងខ្លាចទៅជាសិស្សរបស់យើងជាមិនខានអើយឥឡូវតោងសានេះមានសំណាងមកពីណាគួរតែបំបីសាកសពជាបំណែកពេលនេះខ្លាចទៅជាសិស្សរបស់គេទៀតហើយថ្ងៃក្រោយពួកយើងជួបគេនឹងត្រូវគោរពគេទៀតហើយមិនពួកយើងអត់ធ្វើប៉ះពាល់ដល់គេថ្ងៃក្រោយបើគេខ្លាចជាសិស្សរបស់ព្រះអង្គម្ចាស់សៀនធានគេប្រកាសជាមកសងសឹកពួកជិះអើយគួរឲ្យចំណានខ្លាំងណាស់ពោជ័យបែបនេះហេតុអីក៏មិនធ្លាក់លើពួកយើងណោះហើយស្អីយើងស្អីឯងគ្មានគួរក្បាលគិតចង់ទទួលយើងធ្វើជាសិស្សបង្រៀនយើងស្អីទៅបង្រៀនយើងបាត់ជើងទៅស្រាមតែឆ្វេងហ៎
អាចចំសៀតមើលទៅឲ្យរស់សេចក្តីស្រាប់ ព្រះ ហើយ អង្គម្ចាស់សៀនធានម្ដងនេះព្រះអង្គម្ចាស់ស្ដាប់តន់ទៅជីហើយម្នាក់នេះមិនបានចាត់ទុកព្រះអង្គនៅក្នុងកាយភ្នែកទេបើមិនសំណាប់ម្នាក់នេះទុកបានការស្អីទៀត បើជាគួរឲ្យស្រាថាបែបនេះបាច់ជាបង្ខំខ្លួនដល់ផ្លូវមរណៈមនុស្សល្ងងដូចជាឯងនេះរស់នៅតែខ្ជិះជាពេលវេលាទេគួរតែស្លាប់ទៅនេះកូនប្រសាកុំមើលស្រាលអរនេះសំដែងអាក្រក់បន្តិចក៏ប៉ុន្តែចរិតគេគឺល្អណាស់ណាអស្ចារ្យណា លោកពូទុកចិត្តចាស់ខ្ញុំមានអារម្មណ៍ថាគេពិតជាក្លាហានមែនមើលទៅស៊ូណានខ្ញុំមើលមនុស្សគឺមិនខុសនោះទេ គេបាននិយាយឲ្យកូនប្រុសយើងមកករឿងធ្ងន់ធ្ងរណាស់គឺអាចស្លាប់ផងណានេះមិនខ្លាចជាប់ពាក់ព័ន្ធនឹងគេទេអី ខ្ញុំបានសម្រេចចិត្តរៀបការចូលគ្រួសារនេះហើយរឿងគួរតែឆ្លងកាត់ជួបផ្លូវជាមួយគ្នាសុខចិត្តឈើស្លាប់ក៏មនុស្សឆ្កងដើម្បីរស់ដែរខ្ញុំមិនខ្លាចអ្វីទាំងអស់ ល្អស័ក្តិសមជាភរិយារបស់អធិរាជមែនអរិទ្ធអញធ្វើស្អីទេឆាប់បញ្ចប់ឲ្យឆាប់ទៅនឹងរៀបចំមង្គលការរបស់ឯងបានឆាប់រហ័សណែឲ្យឯងចេញបីស្នៀតមុនអានសូមមានផ្លូវឯងមិនទៅបើជាចង់ទៅឋាននរកថ្ងៃនេះយើងនឹងឲ្យឯងស្លាប់ហើយថ្ងៃនេះឯងត្រូវតែទទួលចរន្តកម្មនេះដូច្នេះឯងទៅស្លាប់ទៅណាពិតជាប្រងម្ចាស់សេនធានមែនថាមពលពិតជាប្រហាក់ប្រហែលនឹងឈានដល់ពិភពគុណហើយ យើងឆ្លាប់ទៅលើនិកាយអ៊ីងតែប៉ុណ្ណោះមើលទៅពេលនេះគឺខ្លាំងខ្លាជាងអ្វីដែលយើងគិតទៅទៀតព្រះអង្គម្ចាស់សៀនធានដាច់ខាតត្រូវគេស្លាប់ទេត្រូវតែឲ្យគេនៅរស់ដោយពិបាកជាងស្លាប់ទៅអាចរំសាយកំហឹងខ្ញុំបាន អញថ្ងៃឆាប់ស្លាប់ទៅស្លាប់ទៅ នឹងស៊ី ណែឥឡូវសំអុយនេះមិនកុំតដល់ អ្នកប្រុសតូចឈប់សិនអ្នកប្រុសតូចដូចជាគ្មានបញ្ហាទេ លោកគ្រូពេលវេលាហោះហើរតែជាណាទៅកូនប្រុសយើងមិនជាមនុស្សទេកូនប្រុសយើងគឺជាទេវតានេះគ្រាន់បើបន្តិចស្ដាប់ឮហើយនៅលោកប៉ាយើងថាយើងជាទេវតាពួកឯងសូម្បីតែទេវតាហ៊ានប៉ះពាល់ដែរពួកឯងមិនចង់ស្លាប់ទេឬក៏យ៉ាងម៉េចយើងជាបេសកជនខាងស្ដាំនៃនិកាយលេងអ៊ីងតែប៉ះពាល់ស្អីបានជាហ៊ានប៉ះពាល់ដល់និកាយយើងនិកាយលេងអ៊ីងធ្វើស្អីគឺជាអ្នកដឹកជញ្ជូនមហោមែនទេបិទមាត់ឥឡូវឯងស្ដាប់ឲ្យច្បាស់ណានិកាយលេងអ៊ីងគឺជានិកាយមួយក្នុងចំណោមនិកាយធំទាំង3នៅតាស៊ីមេដឹកនាំគឺឈ្មោះយៈឈិញឡាងហើយជាទេពអប្សរដែលនៅលើផែនដីនេះស្ដេចមីងក៏អាចស្លាប់ដែរយៈឈិញឡាងលោកប៉ាស្ដាប់ឈ្មោះនេះទៅដូចជាស្រីម្នាក់កំពុងតែខ្វះអ្នកបម្រើម្នាក់ដ៏កក់ក្ដៅលើក្រេផងបើរស់ស្អាតអាចពិចារណាបានឯងប្រហើនមែនឈ្មោះអ្នកដឹកនាំនិកាយមិនត្រូវឯងប្រមាថទេយើងខ្ជិលនិយាយជាមួយឯងណាប្រពន្ធសម្លាញ់យើងទៅពិធីភ្ជាប់ពាក្យនេះទៅយើងមិនបាច់ខ្វល់ទេរឿងនេះយើងទៅផ្សំដំណេកតែម្ដងទៅកុំនិយាយផ្ដាស់ស្អីមនុស្សច្រើនណាស់កំពុងតែមើល នោះជាស្អីទៅយើងគ្រាន់តែផ្សំដំណេកជាមួយប្រពន្ធយើងយ៉ាងត្រឹមត្រូវមិនក៏មិនហ៊ាននិយាយហ៎ល្អហើយកុំនិយាយជាមួយពួកគេទៀតអ្នកក្រៅឆាប់ចេញទៅឬមួយចង់ស្លាប់យើងនិយាយប្រាប់ពួកឯងថ្ងៃនេះជាថ្ងៃមង្គលការកូនប្រុសរបស់យើងទីនេះមិនស្វាគមន៍ពួកឯងទេដូច្នេះពួកឯងឆាប់ចេញទៅលោកចាក់រសាលីងលោកកំប្លែងថាថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យកូនស្រីច្បងជាមួយនឹងអធិរាជមនុស្សណាយើងចង់និយាយថាមិនក៏ឯងមិនស្ដាប់សម្ដីរបស់គេនិយាយផងនឹងកើរងាចាកុំចាត់ពួកគេទៅ គ្រួសារស៊ូក្បត់នឹងពាក្យសន្និចាសម្រាប់គ្មានមេត្តាមេដឹកនាំកាយលេងអ៊ីងនៅទីនេះអ្នកណាហ៊ានធ្វើប្តីផ្ដាស់ សៀនធានដែលជាអ្នកក្រមបង្កត់ថ្វាយបង្គំព្រះនិកាយគឺនាង នៅក្នុងចិត្តរបស់ឯងនៅចង់ចាំព្រះនិកាយយើងទីយើងស្មានតែឯងភ្លេចយើងបាត់ទៅហើយ អ្នកក្រមបង្កត់មិនហ៊ានទេខ្ញុំពិតជាមានកិច្ចការជាប់ខ្លួនមែន គេឈ្មោះឬក៏ផលប្រចាំ សូមទោសអ្នកដឹកនាំខ្ញុំក្រមបង្កត់ដឹងកំហុសហើយសូមឬក៏មេដឹកនាំនិកាយមិនកាយច្រឡំនៅលោកគ្រូខ្ញុំហើយគាត់ធ្វើនេះដើម្បីគិតដល់និកាយលេងអ៊ីងទេបំបញ្ញមិញនេះលោកគ្រូខ្ញុំដើម្បីការពារពិធីភ្ជាប់ពាក្យរបស់ប្រជាអធិរាជមនុស្សហើយក៏បែកគេធ្ងន់ធ្ងរបែបនេះបើនិកាយមកមិនដល់លោកគ្រូខ្ញុំប្រហែលជាអរគុណមេដឹកនាំនិកាយ លោកគ្រូប៉ែសៀននិយាយសតតែជាការពិតថ្ងៃនេះគឺជាពិធីជាប់ពាក្យខ្ញុំនឹងព្រះចៅអធិរាជតែមនុស្សនៅទីនេះបង្កបញ្ហាព្រះអង្គម្ចាស់សៀនធាក៏ព្រោះតែជួយខ្ញុំក៏និយាយផ្ដេសផ្ដាស់អធិរាជគឺជារូបកាយពិតរបស់ព្រះនាងមានរឿងអីជាគោលដៅរបស់គាត់ ឆាប់កុំឲ្យគាត់រងចាំយូរលើឡើងទៅ មេដឹកនាំសូមចេញមើលនេះគឺជាការពិតនេះជាសម្បត្តិអភិភិពានៅអំណាចឯប្រទានដៃអធិរាជគឺពិតជាអធិរាជមេដឹកនាំថ្ងៃនេះគឺជាពិធីភ្ជាប់ពាក្យកូនស្រីខ្ញុំនិងព្រះចៅអធិរាជពិសាស្រះមង្គលការហើយចាំត្រឡប់ទៅវិញនេះគឺជាមង្គលការរបស់ព្រះចៅអធិរាជខ្ញុំត្រូវតែនៅទីនេះសូមអបអរសាទរមេដឹកនាំឈប់សិនថ្ងៃនេះបានមកកម្ចាត់ចោលហើយតែភ្ញៀវកិត្តិយសនិងអ្នកដឹកនាំទាំងអស់មានសុវត្ថិភាពទេ សូមរាយការណ៍មេដឹកនាំនិកាយការពិតថ្ងៃនេះគឺមង្គលការរបស់ព្រះចៅអធិរាជប៉ុន្តែមនុស្សអុកឡុកបែកយើងទៀត ធំហ៊ានបង្ករឿងនៅក្នុងពិធីមង្គលការរបស់ព្រះចៅអធិរាជ គឺម្នាក់នេះហើយពេលនេះមានជាអ្នកដឹកនាំនិកាយមែនទេនៅស្លៀកពាក់សេកស៊ីបែបនេះទៀតហ៎ប្រហែលឯងមិនគោរពក៏ហីទៅតែឯងហ៊ានប្រើសម្ដីប្រហែលមិនងាយថ្នាក់ដឹកនាំបែបនេះទៀតទៅសំស្លាប់ នេះមិនត្រឹមតែអបអរពិធីមង្គលការរបស់ខ្ញុំនិងព្រះចៅអធិរាជទេហើយថែមទាំងព្រះអង្គម្ចាស់សៀនធានឥឡូវប្រើពាក្យសម្ដីមិនសមរម្យដល់មេដឹកនាំទៀតស្រាប់មង្គលការមិនផឹកអស់ទេមេដឹកនាំជាបុគ្គលនេះគឺមិនគ្រប់កូនស្រីខ្ញុំក៏ហិចទៅចុះយើងចាំមើលគេត្រូវបញ្ឈប់ដៃរបៀបណា ឧស្សាហ៍សូមដោយស្មោះសូមមេដឹកនាំនិកាយទៅចាត់អមនុស្សម្នាក់នេះចោលទៅ ចាត់ចោលព្រះមិនអាចទ្រាំបានទេ យល់អគួរតែកាត់សរសៃពួកគេអស់សិនដើម្បីគេរកពិបាកជាងស្លាប់ទៅទៀតតែមានការបញ្យល់ដល់ប្រជាអធិរាជទេមិនដែរសម្រាប់គេទៅមេដឹកនាំនិកាយបញ្ជាទិញម្ហូបអាហារទេយើងនឹងបញ្ជូនមកឲ្យ ជាឈិញដានសូមថ្វាយបង្គំអ្នកមានគុណ បាទហើយក្រឡើងមកលើក្រោយចង់បញ្ជាទិញត្រូវចោះអធិរាជខាផង អរគុណអ្នកមានគុណ មេដឹកនាំនិកាយនេះ
តើមានស្អីកាន់ឡើងទៅហ្នឹង ពេលនោះអ្នកដែលសម្រាប់ស្ដេចវិញមិនមែនយើងទេគឺគាត់ ស្អីគេមិនដឹងនាំនិកាយទោះបីជាស្រីចង់ជួយគេក៏គ្មានពាក្យកុហកបែបនេះដែរឥឡូវនេះទោះបីជាមានសមត្ថភាពខ្លះតែអ្នកស្រីថាគេសម្រាប់ស្ដេចវិញយកពិបាកជឿណាស់ណែលោកស្រីនិកាយ សៀនធានឯងកាន់តែមានសមត្ថភាពហើយសូម្បីតែកូនសិស្សរបស់ឯងក៏ហ៊ានបញ្ជាយើងផ្ដេសផ្ដាស់ដែរមិនឆាប់ដូចជង្គង់ចុះភ្លាម លោកស្រីមិនដឹងងំ ដូចជង្គង់ចុះ លោកស្រីនិកាយបើលោកស្រីចង់ជួយម្នាក់នេះខ្ញុំគ្មានបញ្ហាទេប៉ុន្តែត្រូវរំលឹកលោកស្រីមួយម៉ាត់ម្នាក់នេះបង្កបញ្ហានៅក្នុងពិធីភ្ជាប់ពាក្យរបស់អធិរាជហើយបង្កគ្រោះថ្នាក់មហន្តរាយយ៉ាងធ្ងន់ធ្ងរតែលោកស្រីកាន់ជើងគេទៀត លោកស្រីមេដឹកនាំលោកសៀនធាននិយាយត្រូវពេលនេះខ្ញុំគឺជាភរិយារបស់អធិរាជមនុស្សបានលោកស្រីជួយគេដូចជាប្រឆាំងនឹងអធិរាជមនុស្សយ៉ាងអញ្ចឹង លោកស្រីមិនដឹងងំនិកាយមុនពេលដែលអធិរាជមកដល់គឺលោកស្រីសម្រាប់ម្នាក់នេះប្រហែលជានឹងមានពេលពេលអធិរាជមកដល់មិនត្រឹមតែគ្មានទោសអតីតកាលទេហើយនឹងអាចខ្លាចជាជាមិនល្អរបស់យើងទៀតផង មេដឹកនាំលោកស្រីជាមនុស្សឆ្លាតគួរតែជ្រើសរើសរបៀបដែរមិនបាច់ពួកខ្ញុំនិយាយច្រើនទេ នេះការលេងអេងត្រូវបានបន្សល់ទុកជាង300ឆ្នាំមកហើយឲ្យតែពឹងផ្អែកលើសេចក្តីសុចរិតជាត្រីមុខក្នុងនាមខ្ញុំជាអ្នកដឹកនាំនៃការចំនួនទី19ខ្ញុំអាចធ្វើអំពើក្បត់បែបនេះដោយរបៀបណាឯងហ៊ានប្រឆាំងអ្នកមានគុណរបស់យើងប្រៀបដូចជាដាវនេះអញ្ចឹង លោកស្រីមិនដឹងងំនិកាយលោកស្រីចង់ធ្វើជាសត្រូវរបស់អធិរាជមនុស្សអញ្ចឹង ឯងជាមនុស្សលោកលន់ចង់បានផលប្រយោជន៍ថ្ងៃនេះត្រូវបានបណ្ដឹងចេញពីនិកាយលេងអេងជាផ្លូវការឆាត់ចេញផុតពីមុខយើងភ្លាម ដោយសារតែអ្នកដឹកជញ្ជូនមហោម្នាក់ធ្វើឲ្យមានបញ្ហាដល់ថ្នាក់នេះនឹងយើងសូមប្រកាសចាប់ពីពេលនេះយើងគ្មានស្មោះត្រង់នឹងគ្រួសារស៊ូនិងព្រះចៅអធិរាជមនុស្សនោះទេ ពិតជាអ្នកការពាររបស់ដ៏ល្អដែលផ្លាស់ប្ដូរចំហតាមខ្លួននោះឥឡូវយើងសម្រាប់ឯងភ្លាមយើងចាំមើលតែអ្នកណាហ៊ាននាងពិតជាផ្ដេសផ្ដាស់មែនឬមួយក៏នាងចង់ស្លាប់កំដរគេអ្នកទាំងអស់គ្នាប្រហែលជាភ្លេចយើងហើយព្រោះយើងជាភរិយារបស់ព្រះចៅអធិរាជត្រឹមតែនិកាយលេងអេងតើអាចធ្វើអ្វីបានទេបើផ្ដេសធំរបស់ពួកឯងមើលនេះគឺជាសម្បត្តិអភិភិពាដែលព្រះចៅអធិរាជជូនឲ្យវៃគ្រួសារជឿប្រាប់តែមានត្រាយើងចាំមើលពួកឯងអ្នកណាហ៊ានប្រឆាំងអ្នកមានគុណមិនអាចនៅតែយូរទីពួកយើងគួរតែចាក់ចេញទេ តើលោកប៉ាធ្វើនេះដូចជាញ៉ាំពេកឲ្យលោកប៉ានិយាយមកមើលគឺគួរធ្វើយ៉ាងណាលោកក៏រងា ចាពួកឯងស្នាមធំណាស់សូម្បីតែមង្គលការក៏ហ៊ានដណ្ដើមដែរ ដើម លោកពូលោកហ៊ានឲ្យសម្បត្តិអពីពីរបស់យើងផង នៅលើលោកនោះព្រមតែមានត្រាយ៉ាងធំរបស់អធិរាជពួកឯងជាយើងសម្រាប់ពួកយើងហើយឈួតពួកឯងសត្វតែឈួតនៅពេលប្តីយើងមកដល់ប្រកាសជាកំទេចពួកឯងជាសាកសពរាប់ពាន់អំណាច ទាំងអស់គ្នាកំភៃស្លន់ស្លោទាំងអស់គ្នាបានមើលឃើញហើយពួកគេហៅគេសន្យាអពីពីចោលរបស់ព្រះចៅអធិរាជពួកយើងគ្រប់គ្រងពួកគេឲ្យជាប់ពេលព្រះចៅអធិរាជមកដល់ចាំយើងប្រាប់ថ្ងៃនេះចាំមើលពួកឯងរតនាទៀត អ្នកមានគុណការឲ្យសម្បត្តិអធិរាជពីគ្រោះថ្នាក់ណានាំលោកស្រីចាក់ចេញទៅទុកឲ្យយើងនៅដោះស្រាយលោកស្រីបំណងល្អរបស់លោកស្រីពួកយើងយល់ហើយថ្ងៃនេះស៊ូណានយើងរៀបការជាមួយនឹងប្តីដែលមានចិត្តស្មោះត្រង់ប្រាប់ចាស់ស្គាល់លោកស្រីដែលមានចិត្តស្មោះត្រង់ដូចលោកស្រីស៊ូណានទោះស្ដាប់ក៏មិនស្ដាប់ដែរ ក៏ប៉ុន្តែទោះបីយើងស្គាល់គ្នាមិនយូរមែនមិនដឹងហេតុអីទេខ្ញុំរែកតែចូលចិត្តនេះ ជាតិនេះខ្ញុំមិនអាចរស់នៅជាមួយបងឯងបានល្អចាប់ជាតិក្រោយខ្ញុំប្រកាសជាកំដៅបងឯងបានល្អ និយាយស្អីហ្នឹងលោកប៉ាកំពុងនិយាយស្អីពួកឲ្យកូនប្រសាស្រីបារម្ភយ៉ាងនេះអញ្ចឹង នេះជាលក្ខិតតែតាមជាភរិយារបស់មនុស្សអធិរាជណែ ឃើញដែរទេនេះជាលក្ខិតតែតាំងហើយណាមនុស្សរបស់អធិរាជ គ្រួសារពលលោកខួរក្បាលពិតជាមានបញ្ហាមែនលោកស្មានតែលោកអាចបញ្ឆោតមនុស្សឲ្យគ្រាន់តែយកអ្វីមួយចេញមកតាមមិនដែរទេ អាសម្រាប់នៅលើនោះមានតែត្រារបស់អធិរាជទៅបានមិនចឹងស្រីលើលោកនេះនឹងខ្លាចទៅជាស្រីរបស់អធិរាជទាំងអស់ទៅហើយទេ មើលទៅខួរក្បាលរបស់យើងនេះភ្លេចរឿងប្រាក់ណែឡើងមកត្រាធំរបស់អធិរាជ កូនប្រសាល្អចាប់ពីពេលនេះទៅនាងខ្លាចជាកូនប្រសាយ៉ាងពិតប្រាកដរបស់យើងហើយស្របពេលនេះក៏ជាភរិយារបស់អធិរាជផងដែរ នេះសិតាច់នេះ បងបាននិយាយហើយបងជាប្រចាំអធិរាជតែម្នាក់ពិតជាមិនជឿបងសោះ មិនអាចទេគេប្រកាសជាខ្លាញ់បន្លប់ម្នាក់នេះមានរឿងអីជាអធិរាជមនុស្សនោះ ត្រាធំរបស់អធិរាជគឺមានតែមួយគត់លើកលែងតែអធិរាជមនុស្សនឹងឈាមរបស់គាត់ទៅឲ្យគ្រប់គ្រងត្រានេះបានឬមួយក៏ពួកយើងទាំងអស់គ្នាសូមគោរពលោកអធិរាជសូមគោរព គូប្រុសរបស់យើងគឺជាអធិរាជប៉ុន្តែសត្វកណ្ដុរដូចជាពួកឯងប្រមាថម្ដងហើយម្ដងទៀតពួកឯងគួរតែមានទោសដល់កម្រិតណាដែរទៅ ព្រះចៅអធិរាជលើកដៃជីវិតខ្ញុំផងខ្ញុំពិតជាមិនដឹងពីអត្តសញ្ញាណរបស់ព្រះចៅអធិរាជពិតមែន គឺមកពីនេះទាំងអស់ដោយសារតែនេះមានល្បិចកលទៅធ្វើឲ្យពួកយើងមានគ្រោះកាចបែបនេះសូមព្រះចៅអធិរាជលើកលែងជីវិតឲ្យពួកយើងផង រឿងនេះមិនអាចទេច្បាស់ណាស់មុននេះយើងបានទទួលសម្បត្តិមង្គលការពីច្បាប់មួយច្បាប់គ្រួសារលេងមួយច្បាប់ទៀតគឺអធិរាជមនុស្សមានរឿងអីអាចជាមិនតែមួយ សម្បត្តិអភិភិពាទី1ត្រូវធ្វើយ៉ាងបញ្ញាប់មិនបញ្ជាក់អំពីអត្តសញ្ញាណកូនប្រុសរបស់យើងបានបន្ថែមសម្បត្តិអភិភិពាមួយទៀតតែមិនស្មានថាមានការធ្វើប្រហែលរបស់យើងបែរជាឃើញយ៉ាងច្បាស់តើពួកនេះគឺជាស្អីទៅពួកឯងមិនអាចបាត់ទៅមើល មិនក៏ទៅជាអញ្ចឹងលេងសិខ្ញុំដល់ខុសហើយខ្ញុំពិតជាមានចិត្តស្មោះចូលចិត្តលោកឥឡូវនេះខ្ញុំរៀបការជាមួយលោកភ្លាមពួកយើងរៀបការឥឡូវនេះទៅល្អទេលេងសិខ្ញុំនឹងល្អចំពោះលោក ន
នេះចេះឆ្ងាយពីយើងតិចឥឡូវនេះយើងគឺជាមនុស្សដែលមានប្រពន្ធយើងចង់ធ្វើស្អីឲ្យយើងមានលក្ខណៈមិនគ្រប់គ្រាន់ លេងស៊ីលោកនិយាយកុហកដល់មហាវិទ្យាល័យលោកតាមស្រឡាញ់យើងអស់4ឆ្នាំហើយឬមួយក៏មិនមែនព្រោះស្រឡាញ់យើង យើងបាននិយាយមុននេះហើយយើងគិតពីនាងព្រោះតែរន្ទះទេដូចជាពេលនេះអញ្ចឹងដឹកជញ្ជូនតាមនាងដូចជាគិតច្រើនពេកហើយព្រោះសាស៊ូភ្លេចគោលការណ៍ខ្លួនម្ដងហើយម្ដងទៀតធ្វើកូនប្រុសយើងអាម៉ាស់ហើយអាម៉ាស់ទៀតសំនឹងស្លាប់ទៅកើរងាសម្រាប់ ចាប់សិនលោកពូ នាងគួរហៅយើងថាម៉េច ប៉ាក្មេងខ្ញុំជួយជំនួសសាស៊ូប៉ុណ្ណាថាពួកគេមិនល្អប៉ុន្តែមិនអាចធ្វើបែបនេះបានសូមប៉ាក្មេងផ្ដល់ឱកាសឲ្យពួកគេផងទេអ្នកម៉ាគុំប្រសាដល់ល្អនេះមិនមែនជាកំហុសរបស់យើងទេមិនមែនជាអ្នកសម្រាប់គេទេវាជាកម្មបំពេញកិច្ចសន្យាអធិរាជរបស់គ្រួសារស៊ូត្រូវទទួលកម្មពីបែបនេះហើយនាងមិនបាច់បន្តអ្នកណាទេរឿងទាំងអស់នេះគឺខ្លួនឯងជាអ្នកបង្កឡើងបើនាងអាចគេចផុតពីតនកម្មនៅថ្ងៃនេះអញ្ចឹងថែរក្សាខ្លួនបានល្អផងតោះពួកយើងវិជាការអតនកម្មរបស់ទេវតាតើឆាប់ទៅលឺឡាស្រីចង្រៃយើងត្រូវរងគ្រោះដោយសារតែនាងឥឡូវនេះយើងយកបាននាងទៅសុំទោសព្រះចៅអធិរាជហើយចរិយាអធិរាជសូមអញ្ជើញដល់សវត្ថិយើងគ្រាន់តែជាឆ្កែដែលបាត់បង់ជីវិតទៅហើយលោកមកសាចំអកឲ្យយើងមែនទេនាងចូលច្រឡំហើយយើងចង់និយាយថានាងជាភរិយាអធិរាជមនុស្សដែលពិតប្រាកដលោកបានថាម៉េចអ្នកនាងស៊ូខ្ញុំឈ្មោះឆាងជីងស្វាគមន៍ដល់នាងចុងរួមឲ្យតែនាងប្រតិហការតំណែងរបស់ភរិយាអធិរាជមានអ្នកណាក្រៅពីនាងទេលេងស៊ីអញចាំតែមើលទេប្តីសម្លាញ់ផឹករបស់នេះទេទៀតហើយប្រពន្ធសម្លាញ់លើកលែងឲ្យបងបានទេពួកយើងតស៊ូអស់មួយខែហើយជាងគេរបស់បងទ្រាំលេចបានទៀតហើយណាហើយទ្រាំលេចបានហើយបងត្រាំត្រូវបន្តិចទៀតបានដែរទេកុំលោឡាឯងខ្លាចអធិរាជមនុស្សពិតប្រាកដដែរទេឆាប់ផឹករបស់នេះទៅលោកប៉ាមួយថ្ងៃមកខំរឿងតែនេះវាមានពាក់ព័ន្ធស្អីនឹងអធិរាជមនុស្សទៅហើយធ្លាប់ជួបគ្រោះមហន្តរាយជាមួយនឹងវិញ្ញាណអធិរាជទេប៉ុន្តែបរាជ័យនៅក្នុងការផ្លាស់ប្ដូរនៅទម្រង់របស់អធិរាជណានគឺជាជោគវាសនារបស់ឯងដែលឆ្លងកាត់វិធីនេះគឺយើងអនុញ្ញាតឲ្យឆ្លងកាត់ដោយផ្លាស់ប្ដូររាងកាយហេតុអីខ្ញុំត្រូវខ្លាចជាទម្រង់អធិរាជឥឡូវនេះខ្ញុំមិនល្អទេអីមានរឿងខ្លះគួរតែប្រាប់ឯងហើយម្ដាយរបស់ឯងពីមុនមិនមែនស្លាប់ដោយសារឈឺទេប៉ុន្តែត្រូវគេធ្វើឲ្យស្លាប់អ្នកណាធ្វើឲ្យស្លាប់ប្រាប់ខ្ញុំឥឡូវនេះភ្លាមមករឿងរ៉ាវមិនមែនងាយស្រួលយ៉ាងនេះទេអ្នកដែលសម្លាប់ម្ដាយរបស់ឯងមិនមែននៅលើពិភពលោកនេះទេបានន័យថាម៉េចវាគឺជាព្រះដែលសម្លាប់ម្ដាយរបស់ឯងបើឯងចង់សងសឹកឲ្យម្ដាយរបស់ឯងមានតែតាមរយៈបំផ្លាញទៅជារូបភាពនៃអធិរាជបំបីទ្វារឋានសួគ៌ដឹកនាំឋានសួគ៌នៅមនុស្សទៅកាន់អាណាចក្រខាងក្រោមទើបសងសឹកឲ្យម្ដាយរបស់ឯងបានឬមួយពិតជាមានមនុស្សឋានសួគ៌មែនគឺទេវតាក្នុងព្រេងនិទានមែនទេមិនអាចចាត់ទុករឿងទេវតាអីទេគ្រាន់តែទីកន្លែងរស់នៅខុសគ្នាពួកយើងរស់នៅលើគោកចំណែកពួកគេរស់នៅលើមេឃហើយហៅថាឋានសួគ៌ណាកូនចៅទាំងនោះខ្លាំងណាស់មែនទេធម្មពលខាងវិញ្ញាណនៅឋានសួគ៌គឺធំរាប់រយដងឯនោះនៃផែនដីដូច្នេះប្រកាសជាខ្លាំងលើយើងឆ្ងាយណាស់រវាងឋានសួគ៌និងផែនដីមានធម្មពលវិញ្ញាណមកពីឋានសួគ៌និងផែនដីហើយនៅទ្វីបនៃឋានសួគ៌ដែលបង្កើតឡើងដោយធម្មពលខាងវិញ្ញាណនៃឋានសួគ៌និងផែនដីហើយចំណែកគំនិតដាំដុះរបស់ឯងពេលនេះវារបៀបដូចជាដៃគូនៅលើផែនដីយ៉ាងចឹងបើចង់ប្រឆាំងមានតែអធិរាជឋានមនុស្សពិតប្រាកដលោកប៉ាជុំនិយាយទៀតទៅប្រពន្ធសម្លាញ់យើងបន្តឡើងទៅលើហើយប្រយុទ្ធតទៅទៀតតោះព្រះចៅអធិរាជនេះគឺជាលិខិតអញ្ជើញដែលទើបតែទទួលបានលិខិតអញ្ជើញស្អីទៅការអញ្ជើញទៅវិធីស្នងរាជរបស់អធិរាជមនុស្សលោកប៉ាតើពួកយើងគួររៀបចំពេលណាទៅយើងមិនបានរៀបចំស្អីទេឬមួយក៏មានមនុស្សខ្លាញ់បន្លំមិនស្រួលទីនេះគឺជានិទេសនិយាយទៅមើលបើតាមព័ត៌មានទទួលបានកម្លាំងខ្លាំងបំផុតដែលនៅក្នុងតាសៀទាំងនោះសតតែទទួលបានលិខិតអញ្ជើញដូចគ្នាអធិរាជខ្លាញ់ក្នុងឋានៈជាអធិរាជនោះបញ្ហាវិរៈបរិបទទាំងនោះដល់ពេលនោះអ្វីដែលខ្លាញ់ដែលខ្លាចជាការពិតបាញ់ចឹងយកផ្ដាត់ដំណឹងបាក់សាយពាក្យទៅចាស់មរាទេពួកពេលហើយថ្ងៃស្អែកគឺជាពិធីដ៏អស្ចារ្យទោះបីពួកយើងក្រោកឈរឡើងនៅពេលនេះក៏ដោយក៏គ្មានអ្នកណាជឿដែរអញ្ចឹងគិតយ៉ាងម៉េចអធិរាជខ្លាញ់មិនលើកដៃឲ្យយើងទេដល់ពេលនោះបញ្ជាគេតែប្រមាណពួកយើងនឹងត្រូវវាយប្រហារដៃអ្នកគុណនិយមក្នុងពិភពគុណទាំងនោះបាច់ព្រួយបារម្ភពេកទេពួកគេគ្រាន់តែជាក្មេងដំណឹងកំសាប៉ុណ្ណោះទេកូនប្រុសថ្ងៃស្អែកពួកឯងទៅពាក់ពួកខ្លាំងៗរបស់អធិរាជនោះមើលតើមានមហិច្ឆតានិងភាពក្លាហានប៉ុណ្ណាឯងត្រូវតែពាក់អាវពណ៌អធិរាជបរិយុទ្ធណាប៉ះក្មេងថ្ងៃស្អែកខ្ញុំអត់ទៅទេហើយទៅមិនមែនខ្ញុំខ្លាចស្លាប់ទេគ្រាន់តែខ្ញុំគ្មានកម្លាំងបន្តិចខ្ញុំខ្លាចជាបន្ទុករបស់លីងស៊ីរឿងនេះនាងកុំបារម្ភអីនាងគឺជាភរិយារបស់អធិរាជពិតប្រាកដមិនមែនជាមនុស្សធម្មតាទេរដូវទាំង4សាប់ចេញមកចាស់លោកម្ចាស់ប្រហែលឆ្នាំកន្លងមកនេះអ្នកទាំង4បានធ្វើអ្វីនឹងភរិយាអធិរាជគួរឲ្យធ្វើដែរទេពេលនេះភរិយារបស់អធិរាជបានបង្ហាញខ្លួនហើយពួកនេះទាំង4គួរតែធ្វើជាមនុស្សធម្មតាវិញហើយពួកយើងយល់ហើយលោកស្រីតែកន្លែងមួយជាមួយពួកខ្ញុំពីនេះឡើងសោយរាជនៅថ្ងៃស្អែកនេះពួកឯងដឹងថាគួរធ្វើយ៉ាងម៉េចហើយតែគេចាស់លោកជាតិថងអ្វីរៀបចំរៀបរាល់ហើយគ្រាន់តែពួកយើងបារម្ភពីលីងស៊ីងអាចចង្រៃនោះបង្កបញ្ហាតែប៉ុណ្ណោះបើខ្លាចនេះប្រកាសជាមិនប៉ុន្តែលោកជាតិថងអាចចង្រៃលីងស៊ីងនេះកម្លាំងពិតជាមិនធម្មតាមែនខ្ញុំខ្លាចទៅដល់ពេលនោះទុកចិត្តចាស់កម្មវិធីនៅថ្ងៃស្អែកប្រមូលផ្ដុំមីរៈបរិសទាំងអស់របស់តាសៀនៅក្នុងកែវភ្នែករបស់ពួកគេពួកឯងទៅជាអធិរាជមនុស្សពិតប្រាកដ
ដល់ពេលនេះឲ្យតែបញ្ជារបស់ពួកឯងមួយម៉ាត់ពួកឯងគិតមើលតែពួកគេអាចទប់ទល់ការឡើងវត្តវាយប្រហាររបស់វីរៈបុរសបានដែរទេខ្ញុំយល់ហើយវិធីឡើងសង្គ្រាមថ្ងៃស្អែកតាមពិតទៅគឺជាហៅប៉ៅតែមួយដែលរៀបចំរួចជាស្រេចរងចាំតែអាចង្រៃរីងស៊ីងបោកចូលមកទី មិនខុសទេដោយចិត្តសហការជាមួយមនុស្សឆ្លាតណាស់ឡងផុតពីថ្ងៃស្អែកពួកឯងទាំងពីរជាប្តីប្រពន្ធអធិរាជហើយយល់ដែរទេអរគុណលោកជាថងលោកទុកចិត្តចុះចាប់ពីស្អែកទៅយើងធ្វើតាមការដឹកនាំរបស់លោកជានិច្ចមិនអាចបំពេញទេល្អណាស់ព្រោះតែវិញចុះចា៎បាទចាជីងនាងដូចជាមានពាក្យចង់និយាយមែនដែរទេនឹង លោកជាថងថ្ងៃស្អែកនឹងប្រមូលផ្ដុំដល់អ្នករាហាំងក្នុងពិភពគុណនៅតាស៊ីខ្ញុំខ្លាចតែលីវិនជាហើយនឹងស៊ូវៃវៃឲ្យល្ងងពីរអ្នកនោះអាចធ្វើឲ្យបែកការបាញ់អញ្ចឹងមែនពួកយើងពិបាកនឹងរំដោះខ្លួនណាស់យើងបានដាក់អន្តៈធំបែបនេះទៅហើយនាងស្មានតែដើម្បីមនុស្សពីរបីនាក់តែប៉ុណ្ណោះទេតើមែនទេបាញ់អញ្ចឹងនៃរបស់លោកគឺអត់ពីស្អែកទៅវិកាយប័ត្រទាំងប្រមាណនៅតាស៊ីត្រូវបានមកផ្លិចបំផ្លាញទាំងស្រុងយល់ទេនេះជាការតបជាប់សរសៃនៀករវាងមេឃនិងដីតើឃើញថាប្រជាធិកាត់សរសៃនៀកគឺដើម្បីបើកទ្វារនៀកមិនខៀយើងអាចហៅឋានសួគ៌ដើម្បីហ្វឹកហាត់ហើយរឿងនេះមិនពិតទេរស្មីនៃឋានសួគ៌គឺល្អជាងគេនៅលើផែនដីយើងនេះហើយអញ្ចឹងល្បឿនណាំដល់ពួកយើងពិតជាមិនអាចស្មានបានទេនេះជាគុណព្រះចៅអធិរាជប្រទានដល់យើងថ្ងៃក្រោយពួកយើងត្រូវតែសងគ្រោះគេបានល្អព្រះចៅអធិរាជមកដល់ហើយសូមក្រាបថ្វាយបង្គំព្រះចៅអធិរាជព្រះមហេសីក្រឡាមកអរព្រះគុណព្រះចៅអធិរាជអ្នកដឹកនាំទាំងអស់ថ្ងៃនេះគឺជាពិធីស្នងរាជរបស់ស្វាមីយើងអ្នកទាំងអស់គ្នាមកពីចម្ងាយដើម្បីអបអរសាទរស្វាមីរបស់យើងនឹងប្រើកម្លាំងអធិរាជកាត់ដាច់សរសៃនៀកបើកទ្វារមេឃាដើម្បីឲ្យអ្នកដឹកនាំទាំងអស់អាចអញ្ជើញទៅមើលរវាងឋានសួគ៌និងផែនដីនេះល្អណាស់ថ្ងៃក្រោយពួកយើងអាចទៅឋានសួគ៌ហ្វឹកហាត់ហើយក្រុមអំណាចអធិរាជពួកយើងពិតជាអរគុណខ្លាំងណាស់នៅពេលអនាគតពួកយើងនឹងធ្វើតាមដឹកនាំរបស់អធិរាជជាការពិតណាស់យើងជាអធិរាជត្រូវពិចារណាអំពីអំបូរមនុស្សថ្ងៃនេះយើងនឹងបំបាច់ទ្វារមេឃាដើម្បីឲ្យអ្នកទាំងអស់គ្នាអាចហោះលើឋានសួគ៌បានឲ្យគ្រប់គ្នាអាចទៅឋានសួគ៌បានណាអ្នកទាំងអស់គ្នាពេញចិត្តទេសម្ដែងមកល្អណាស់សូម្បីអាមនេះក៏ត្រូវបានពាក់ដែរពួកគេកំពុងតែថតភាពយន្តតែមែនដែរទេគួរតែមែនហើយអ្នកសម្ដែងធ្វើជាអធិរាជជាមនុស្សផងគួរឲ្យស្ដាយប៉ុនពេកអធិរាជមិនក៏មុខអាក្រក់ម្ល៉េះទេប្រាស់អ្នកណាហ៊ានប្រើពាក្យនេះចំពោះអធិរាជផងអីកុំចាញ់បោកគេអ្នកទាំងអស់គ្នាអ្នកដែលនៅលើឆាកនេះគឺខ្លាយៗទេយើងទៅជាអធិរាជពិតប្រាកដស្រាប់មិនច្រឡំទេពួកឯងគ្រាន់តែជាអ្នកបញ្ជូនមហូបមិនក៏ទៅជាមនុស្សអធិរាជអញ្ចឹងបែរជាសួរគេទៅអ្នកខ្លាយបន្លំសូមបញ្យល់ឲ្យបានច្បាស់ផងផ្ដាច់មែនគ្រាន់តែជាអ្នកដឹកជញ្ជូនមហូបម្នាក់ហ៊ានចោទប្រកាសស្វាមីយើងគួរតែមានទោសនាងដែរឬមួយថ្ងៃនេះនាងនៅមានអារម្មណ៍ថាខ្លួនឯងជាភរិយារបស់អធិរាជមែនទេស្វាមីយើងគឺជាអធិរាជហើយយើងប្រកាសជាមហេសីរបស់អធិរាជហើយបងប្អូនស្វាយមានគេខ្លាញ់បន្លំហើយបាទខ្ញុំចង់ធ្វើជាមហេសីរបស់ព្រះអធិរាជខ្ញុំមិនចាំបាច់រៀបការជាមួយអ្នកណាម្នាក់ចឹងទេអ្នកបាត់មាត់ទេខ្លាញ់បន្លំអធិរាជប្រសិទ្ធិមិនសមរម្យមិនខាត់ដល់ការរៀបរយពិធីទោះបីអំពើមួយណាក៏មិនអាចឲ្យនាងស្លាប់100ដងដែរពួកឯងចាប់គេព្រាមទៅបើចង់ធ្វើជាមនុស្សអធិរាជមិនមែនគ្រាន់តែពាក់អាវនេះបានហើយនោះទេរឿងកាយរបស់អធិរាជមិនសំខាន់អ្វីនោះទេសំខាន់គឺកម្លាំងធាតុមិនអាចប៉ះបានទេមិនអាចបន្លំខ្លួនបានទេណាយល់ទេប៉ុន្តែអាខ្លាយបន្លំឯងនេះគឺបានរៀបចំរួចជាស្រេចប៉ុន្តែបើឯងចង់ប៉ះពាល់ប្តីរបស់យើងត្រូវមើលអ្នកដឹកនាំទាំងអស់នៅទីនេះតើពួកគេយល់ព្រមដែរឬទេមនុស្សវ័យក្មេងឯងមិនគួរក្អឹកកតុំទេបើមិនចឹងទេក៏មិនទោសថាយើងខ្វះការគួរសមណាចង់បញ្យល់តទល់ជាមួយនឹងយើងឯងសួរអ្នកដឹកនាំទាំងអស់គ្នាទៅតើយល់ព្រមដែរទេចាំមើលតែអ្នកណាហ៊ានមេដឹកនាំនិកាយលីងអ៊ីងយេឈិនឡានមេដឹកនាំនិកាយមកចំពេលល្អណាស់ម្នាក់នេះខ្លាយបន្លំអធិរាជបង្កបញ្ហានៅទីនេះយើងកំពុងតែចង់សម្រាប់អាចចំស៊ីនេះមេដឹកនាំយេឈិនឡានថ្វាយបង្គំអធិរាជមនុស្សក្រោកឡើងមកលោកស្រីនិកាយយកច្រឡំទៅដឹងម្នាក់នេះជាអធិរាជអីមិនមែនទេពួកឯងត្រូវចាញ់ល្បិចឆ្មាដោយយកព្រះរាជបុត្រហើយពិបាកបាញ់ចែកឬក៏ខ្លាចយើងមិនបន្ទោសទីតែអ្វីដែលយេឈិនឡាននិយាយពួកឯងគួរតែជឿជាក់ហើយលើស្ថានភាពរបស់មេដឹកនាំនិកាយនិយាយគួរតែមិនកុហកទេតែអាម្នាក់នេះដឹកជញ្ជូនអាហារមើលទៅដូចជាមិនមែនជាអធិរាជមនុស្សទីសម្ដីមេដឹកនាំនិយាយច្បាស់លាស់ណាស់ប៉ុន្តែមិនដឹងថាមិត្តភាពពួកយើងពីយ៉ាងណាទៅហើយទេខ្ញុំបានយើងមួយទៀតយើងគិតថាចំនួននេះគ្រប់គ្រាន់ហើយម្ចាស់សំណាក់ឆានអ៊ីសាំងគាត់ហុងមែនទេយើងក្រុមដល់ការលីវ៉ាន់ក៏មកដែរហីអានិកាយទាំង3នៅតាស៊ីថ្ងៃនេះបានមកដល់ហើយម្ចាស់សំណាក់សែងគាត់និងប្រធានក្រុមនេះសុខសប្បាយទេមេដឹកនាំកាយជាខានជួបប្រហែលឆ្នាំនៅតែស្រស់ស្អាតប៉ុន្តែខួរក្បាលខ្លាយទៅជាយកច្រឡំបែបនេះម្យ៉ាងទៀតយកច្រឡំហើយមិនច្បាស់លាស់ទៀតបែរជាចាត់ទុកអ្នកដឹកនាំម្នាក់ជាអធិរាជមនុស្សទៅវិញបែបនេះគួរឲ្យអស់សំណើចណាស់មិនខ្លាចមនុស្សគេសាយចំអកទេតែអ្នកណាយកច្រឡំទេតែអ្នកណាធ្វើពុតជាល្ងងមកយល់ការពិតយើងយល់ថាអ្នកទាំងពីរក្នុងចិត្តយល់ច្បាស់ជាងយើងទៅទីទាំងកាន់ហុងលីបានថ្វាយបង្គំព្រះចៅអធិរាជមនុស្សចាប់ក្រោយឡើងមកពួកឯងមកចាំពេលល្អណាស់មកយឺតបន្តិចនឹងបណ្ដាលឲ្យកម្រិតការអាក្រក់របស់ពួកគេជោគជ័យហើយក្នុងពេលនេះអ្នកទាំងអស់គ្នាយល់ច្បាស់ហើយអ្នកណាជាប្រជាអធិរាជមនុស្សពិតប្រាកដនោះមិនដឹកនាំនិកាយលោកស្រីមានឋានៈខ្ពង់ខ្ពស់ហេតុអីក៏ប្រព្រឹត្តរឿងបែបនេះអញ្ចឹងហេតុអីទៅគប់គិតអំណួរអាក្រក់ខ្លាំងបន្លំជាអធិរាជពួកឯងមិនក៏មានបំណងធ្វើបែបនេះអញ្ចឹងហើយផលគឺច្បាស់លាស់ណាស់មេដឹកនាំកាយគ្រាន់តែគ្រប់គ្រងអធិរាជខ្លាំងៗប៉ុណ្ណោះបន្ទាប់ឲ្យយកឋានៈអធិរាជបោកបញ្ឆោតលើវីរៈបុរសទាំងអស់គ្នាចំណែកគេនៅពីក្រោយខ្នងដើម្បីសម្រេចមហិច្ឆតាដែលគេចង់គ្រប់គ្រងពិភពលោកទាំងមូលនេះយើងនិយាយនេះមិនខុសទេមែនទេលោកប្រមុខកំពុងចាប់ប្រកាន់អ្នកដទៃអំពើដែលខ្លួនឯងបានធ្វើនេះពិតជាល្បិចខ្ពស់មែនរឿងពិតនិយាយអស់ហើយអ្វីដែលយើងចង់និយាយនោះពួកឯងប្រកាសជានិយាយបែបនេះប៉ុន្តែមិននឹកស្មានថាមនុស្ស
របស់សំណាក់ធានអ៊ីងរបស់ជាងក៏ពួកឯងអាចអស់ទាញបាត់នោះដែរអធិរាជកុំនិយាយច្រើនជាមួយពួកគេអាចទៅលោកយកមហាត្រាស់របស់អធិរាជចេញមកទើបអាចបញ្ជាក់ថាតើអ្នកណាខ្លាំងអ្នកណាគាត់ ទៅហើយបើយើងមិនលំនឹករឿងនេះស្ទើរតែភ្លេចបាត់ទៅហើយបើពួកអញទាំងអស់គ្នាចាត់ទុកគេជាអធិរាជមនុស្សបើអញ្ចឹងយកប្រាអធិរាជចេញមកឲ្យពួកគេមើលទាំងអស់គ្នាទៅអធិរាជក៏នៅក្នុងខ្លួនរបស់ស្វាមីយើងតែមិនអាចបង្ហាញដល់អ្នកទាំងអស់គ្នាងាយស្រួលយ៉ាងនេះទេប៉ុន្តែយើងមានមធ្យោបាយមួយអាចបញ្ជាក់ថាអ្នកណាជាអធិរាជពិតប្រាកដអ្នកណាជាអ្នកខ្លាំងខ្លាំងមែនទេអញ្ចឹងមាននិយាយមកមើលបើសិនជាមហេសីអធិរាជនោះប្រកាសជាមិនមែនជាមនុស្សធម្មតាយើងសូមសួរអ្នកខ្លាចបណ្ដំជាមហេសីអធិរាជតើអាចប្រយុទ្ធជាមួយយើងបានទេត្រឹមតែនាងហ្នឹងឯងមិនក៏នាងមិនពិចារណាមើលលទ្ធភាពខ្លួនឯងប៉ុណ្ណាគិតច្បាស់លាស់ហើយមែនទេកម្លាំងទីខ្លាំងខ្លាមែនពិតជាភរិយាអធិរាជសម្អាងលើស្និតនេះគឺគ្រប់គ្រាន់ហើយមនុស្សធម្មតាមិនអាចធ្វើបានទេមិនដែរទេអ្នកទាំងអស់គ្នាអាចចំណាយពីមុននេះគ្រាន់តែជាមនុស្សធម្មតាទេរយៈពេល1ខែសោះគេមានកម្រិតហ្វឹកហាត់បានបែបនេះបុគ្គលដែលខ្លាចបណ្ដំជាមហេសីព្រះអធិរាជប្រយុទ្ធជាមួយយើងទេនេះគឺជាទឹកបរិសុទ្ធអាកំបាំងខ្មាំងបើផឹកវាហើយវាអាចឲ្យអ្នកប្រើប្រាស់កម្ពុជាក្បាច់និនចាបណ្ដោះអាសន្នដល់ពេលនោះការសម្ដែងនេះដូចជាការពិតអញ្ចឹងអរគុណអ្នកនាងឆាងជីងយ៉ាងម៉េចមិនហ៊ានមែនទេកុំនិយាយថាភរិយាអធិរាជមិនចេះវិជាគុណឲ្យសោះណាបាននិយាយចេញទៅសូម្បីក្មេង3ឆ្នាំក៏មិនជឿដែរគួរតែពិចារណាតិចទៅអ្នកស្រីកុំចាញ់ល្បិចគេឲ្យសោះចាំយើងទៅជួបគេសិនឈប់សិនពួកគេនិយាយពិតជាមិនខុសទេមហេសីអធិរាជមាននឹងអីជាមនុស្សធម្មតានោះបាញ់អញ្ចឹងយើងនឹងសាកពី3គ្នាជាមួយមហេសីអធិរាជខ្លាចនេះទៅចាស់យ៉ាងម៉េចដែរនាងចាត់ការមុនចាស់ព្រះចាអធិរាជឆាប់ខាត់លោកស្រីភ្លាមទៅលោកស្រីមិនមកជាដៃគូបញ្ជាគេទេមានអីទេទោះបីជាស្លាប់យ៉ាងច្រើនរៀបការនៅម្នាក់ទៀតចុះនេះណែសូណានថ្ងៃនេះគំនុំចាស់ថ្មីទូទាត់ជាមួយគ្នាស្លាប់ទេលោកស្រីប្រយ័ត្នទឹកដីទេពអប្សរមិននឹកស្មានដល់អ្នកស្រីមានការហ្វឹកហាត់ដល់កម្រិតនេះសោះមិនអាចទេតែពិតគេមិនចេះវិជាគុណទេមិននេះគឺអ្នកជាអ្នកនិយាយតែធ្វើជាមហេសីអធិរាជគឺមិនមែនជាមនុស្សធម្មតានោះទេមហេសីរបស់អធិរាជមានអំណាចនៃមេដារបស់អធិរាជហើយជំវិញនេះទាំង4គឺជារដូវទាំង4ពេលនេះគួរតែប្រយ័ត្នប្រយែងប្រើជំនាញពួកគេប្រគល់ជូនម្ចាស់ដើមវិញទៅយ៉ាងម៉េចហើយពេលនេះពួកឯងមានអីចង់និយាយទៀតឆាំនិយាយមកថ្ងៃនេះភរិយាយើងមិនសូវស្រួលខ្លួនសំណាងល្អហើយអញឈ្នះប៉ុន្តែមានន័យថាលោកមិនអាចទទួលយកបានទេតែមានអ្វីបញ្ជាក់ថាខុសគ្នាជាមួយអត្តសញ្ញាណភរិយាយើងតែមានអីបញ្ជាក់ដែរទេថ្ងៃនេះដល់ពេលនេះហើយនៅខំបកាយជាមួយនឹងយើងទៀតបើសិនជាឯងនិយាយត្រូវមែនភរិយាអធិរាជគឺមិនអាចគ្មានគូប្រៀបបានទេប៉ុន្តែអធិរាជមនុស្សក៏អាចធ្វើបានតែនេះបានន័យថាម៉េចបើលោកថាលោកជាអធិរាជមនុស្សបើអញ្ចឹងចង់សាកពីបិស្នេសជាមួយយើងទេយើងប្រកាសជាមិនមែនឯគូឯងទេឯងនិយាយត្រូវមែនចង់វាយមកឬស្អីយើងស្ដាប់តាមឯងនោះតែឯងជាអធិរាជមនុស្សហើយមិនហ៊ានប្រយុទ្ធជាមួយយើងឯងពិតជាខ្សែពេកហើយបើសិនជាឯងមិនហ៊ានចាត់ទុកថាឯងទទួលស្គាល់ហើយហើយស៊ីអ្វីទៅជាស្ថានភាពបញ្ច្រាស់នោះល្អណាស់នៅតែសៀពួកឯងមានពេលប្រមាណសម្រាប់មន់មិនបាច់ប្រើកម្រិតផាំងតោទេអធិរាជត្រូវតែមានដំណោះស្រាយអញ្ចឹងអធិរាជនឹងមានអត្តសញ្ញាណដ៏ពិតប្រាកដរបស់វាបើចាំប្រកួតជាមួយអធិរាជមនុស្សគឺត្រូវតែឆ្លងកាត់ដំណាក់កាលយើងសិនតាមពិតមេខ្លាំងនៅពីក្រោយចេញមុខហើយយ៉ាងម៉េចចង់ប្រយុទ្ធជាមួយនឹងយើងជំនួសគេឯងខ្លាចមកឡំជាអធិរាជមនុស្សមកអុកឡុកទីនេះទៀតឯងស្មានថាអ្នកក្លាហាននៅទីនេះអាចលើកលែងចឹងអ្នកដឹកនាំទាំងអស់បុគ្គលនេះមានចេតនាអាក្រក់អំពើរបស់គេសំតែទទួលទូបើពេលនេះបាត់ចាត់ការវានៅតែខកពេលវេលាបើកទ្វារឋានសួគ៌នោះទេបាញ់ចឹងវាគ្មានឱកាសទៀតទេនិយាយត្រូវបុគ្គលិកបង្កបញ្ហានៅទីនេះបញ្ជាក់យ៉ាងច្បាស់ហើយគេចង់រារាំងដំណើរការឡើងឋានសួគ៌ពួកយើងទាំងអស់គ្នាសម្រាប់អំណាចនេះទៅសម្រាប់នេះជាត្រាចាជើរបស់យើងត្រាជើរបស់យើងក៏មកដែរត្រាយចូលដល់ស្រស់ស្អាតរបស់យើងក៏មកដែរសូមអបអរសាទរអ្នកដឹកនាំទាំងអស់ដែលបានត្រាឲ្យបានមកវិញសល់ប្រហែលគឺនៅទីនេះពួកឯងរក្សាតែខ្លួនឯងចោះណានៅទីនេះហើយលោកប៉ាមកធ្វើអីតែឯងជាណាគឺជាប៉ារបស់អធិរាជមនុស្សយើងនិយាយគ្នាជាមួយលោកប៉ាធ្វើអីពួកឆ្កែជប៉ុនទាំងអស់នេះក៏ពីប្រហែលឆ្នាំមុនពួកគេចង់កាន់កាប់ពិភពគុណតាស៊ីយើងហើយតាមដានគេយូរមកហើយថ្ងៃនេះទីបំផុតដល់ពេលបិទសំណាញ់ហើយបើអញ្ចឹងឆ្កែទាំងអស់នេះមិនស្គាល់យើងទេណាលោកជាអ្នកដឹកនាំក្បាច់គុណគឺពិតជាអ្នកដឹកនាំក្បាច់គុណមែនមិននឹកស្មានថាជាលោកទេលោកអ្នកដឹកនាំស្អីទៅណាដឹកនាំក្បាច់គុណនៅតាស៊ីស្រាប់តែចូលនិវត្តន៍កាលពី10ឆ្នាំមិននឹកស្មានថាថ្ងៃនេះបានបង្ហាញខ្លួនដល់វិញសោះសូមគ្រប់ប្រភេទដឹកនាំក្បាច់គុណអាយ៉ាលោកប៉ាសម្រាប់នៅជាង20ឆ្នាំហើយមិនដឹងថាប៉ាអស់ចាស់យ៉ាងនេះទេប៉ាឲ្យមកខ្លាំងបកាយមានស្អីឲ្យបង្កើតកូនខ្លាំងបកាយដូចជាឯងអញ្ចឹងធ្វើក្រឡងអ្នកទាំងអស់គ្នាក្រឡងអញ្ចឹងក៏ល្អម្យ៉ាងដែរប៉ាជាកូនប្រុសវីរៈបរោះហើយម្យ៉ាងទេមិនត្រឹមតែអត្តសញ្ញាណរឹងមាំទេពួកយើងទាំងពីរគឺសង្ខារនៅក្នុងលោកីនេះហើយលើលោកនេះមានយើងតែពីរនាក់ទេយើងគឺជាអធិរាជមនុស្សយកចិត្តលើខ្លួនប្រាណលោកស្រីពួកគេទាំងពីរតែងតែអញ្ចឹងតាមែនទេខ្ញុំក៏មិនដឹងដែរខ្ញុំទៅរៀបការទៅបាត់ប្រមាណថ្ងៃប៉ុន្តែពួកគេទាំងពីរហាក់ដូចជាមានក្តីស្រឡាញ់បែបនេះសម្រាប់ការអ្នកដឹកនាំពិភពគុណត្រាដែលយើងបាត់បង់ហេតុអីនៅក្នុងដៃរបស់លោកអញ្ចឹងមាត្រារបស់ពួកឯងតាមពិតមានអ្នកបាត់បង់ទេគ្រាន់តែមនុស្សមួយចំនួនមានចិត្តលួចវាតែប៉ុណ្ណោះណាតែជាណាទៅមិនចាំបាច់សួរទេអ្នកទាំងអស់គ្នាមើលលើត្រាទឹកក៏ដឹងហើយ
នេះគឺជាសញ្ញាត្រារបស់ពួកជប៉ុនពួកតែការពិតគឺពួកឯងទេជាអ្នកបង្កនោះតាមជាការរក96នៃតាសៀរបស់យើងនៅពេលដែលត្រាទាំងនេះបានធ្លាក់ចូលទៅក្នុងដៃពួកជប៉ុនជាមួយនឹងការភ្ជាប់គ្នាមហន្តរាយស្មាំដល់ពួកគេទៅបងប្អូនជាការទាំងអស់សូមស្ងប់ស្ងាត់អ្វីទាំងនេះវាមិនពិតទេលោកបានប៉ាសាងគាត់ពេលនេះខកតាមគ្រប់គ្រាន់ហើយឬក៏មិនពិតទៀតមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឮទេពាក្យ4ម៉ាត់ចោលស្រែចាប់ចោលតើបើនេះធ្វើម៉េចនឹងអាចមានស្ថានភាពបែបនេះទេវាច្បាស់ណាស់មានមនុស្សមួយចំនួនលួចត្រារួចហើយបន្ទាប់មកធ្វើអីខ្លះលើត្រាហើយទម្លាក់កំហុសទៅលើអ្នកដទៃលោកស្រីលីនិយាយត្រូវវាមាននិន្ចាខាងការរបស់ពួកយើងធ្វើកិច្ចការអ្វីមួយតែតែបាច់កំហុសនឹងស្មោះត្រង់មានរឿងអីប្រព្រឹត្តរឿងថោកទាបបែបនេះនោះបើសិនពួកយើងជាអ្នកធ្វើមែនពួកយើងមិនចាំបាច់មកពីចម្ងាយដើម្បីជួបមនុស្សអធិរាជនោះទេបាត់មែនហើយលោកជាថឹងនឹងវិមាននិន្ចាខាងកើតមិត្តរបស់ខ្ញុំជានិច្ចយើងហ៊ានយកអត្តសញ្ញាណអធិរាជមកបញ្ជាក់ភាពស្អាតសមអ្នកទាំងអស់គ្នាពួកលោកគួរតែគិតមើលមេដឹកនាំក្បាច់គុណរបស់ពួកយើងតើគេជាមនុស្សប្រភេទណាម្ចាស់បែបនិយាយច្រើនទីឬមួយក៏ពួកឯងសង្ស័យនឹងគាត់នោះដែរមកខាងជាអធិរាជមកខាងជាក្បាច់គុណតើគួរជឿមួយណាទៅពួកយើងគួរតែជឿជាក់លើអ្នកដឹកនាំក្បាច់គុណទៅយើងត្រូវប្រាប់អ្នកទាំងអស់គ្នាដើម្បីរក្សាសុវត្ថិភាពក្នុងប្រទេសនេះឲ្យរលូនទៅបានសំណាក់ធានអីនិងសាលាហួរជៀនរបស់យើងបានប្រមូលកងទ័ពសេះទាំងអស់កំពុងធ្វើដំណើរមកទីនេះអ្វីដែលលោកជាធាននិយាយទាំងអស់គ្នាអាចបញ្ជឿបានបើនិយាយពីកងទ័ព30ម៉ឺននោះប្រកាសជាគ្មានអ្នកណាមិនជឿនោះទេពួកឯងកំពុងតែគិតមិនទេកុំយល់ច្រឡំយើងមានចេតនាល្អទេអ្នកដឹកនាំទាំងអស់គ្នាបានជួបជុំនៅទីនេះដើម្បីកុំឲ្យមានកង្វល់នៅថ្ងៃក្រោយយើងបានចាត់ទាហានពិសេសមួយចំនួនដើម្បីជួយយាមផ្ទះពួកអស់លោកឲ្យមានសុវត្ថិភាពលោកសាំងគាត់ហុងអាចរៃអីពួកឯងសិតតែក្រុមមនុស្សគ្មានការខ្មាស់អៀនលោកប៉ាកុំនិយាយច្រើនអីចាក់ណាពួកគេចោលទៅកុំបារម្ភគ្រាន់តែជារឿងតូចតាចទេគឺស្ថិតនៅក្នុងការប៉ាន់ស្មានរបស់យើងមិនសាំងគាត់ហុងលីវ៉ាន់ពួកឯងមើលតើនេះជាស្អីទៅនេះបទសាស្ត្រវិទ្យាទាហានរបស់យើងនៅដំណាក់ឆានអ៊ីងហេតុអីក៏លោកមានផ្លាកសញ្ញាទាហានរបស់បាក់ហូជីនពួកឯងកុំលើកដំកើងខ្លួនឯងពេកយើងចង់យកស្លាកបញ្ជាទាហានរបស់ពួកឯងគឺមិនដូចយកអ្វីពីការជុំនោះទេបើគ្មានផ្លាកសញ្ញាទាហានទេពួកឯងធ្វើយ៉ាងម៉េចឲ្យបញ្ជាទ័ពបានដូចចង់ប្រើវិធីនេះដើម្បីយើងគ្រប់ឯងទោះបីគ្មានផ្លាកសញ្ញាកងទ័ពថ្ងៃនេះក៏ឯងត្រូវតែស្លាប់ដូចនេះដែរតែអ្នកណាហ៊ានមានពាក្យមកឃ្លាថាក្រោយពេលបាត់បង់ឈាមទៅធ្វើក្រោលសំណាក់ឆានអ៊ីនគឺប៉ាហ៊ុនជៀនពួកឯងទាំងអស់គ្នាសិតតែមកពីតាសៀរបស់យើងគឺថាអ្នកទាំងអស់គ្នាឆាត់ល្ងងមកពេលបើសារភាពពេលនេះគឺនៅទាន់ពេលទេសុបសប្តាហ៍ទៀតជាចាំអារម្មណ៍ទៀតទៅថ្ងៃនេះទោះបីលោកនិយាយស្អីគឺត្រូវតែស្លាប់មានអ្វីក៏ឡើងទៅមនុស្សតាសៀរបស់ពួកឯងពិតជាឆោតល្ងងគ្រាន់តែសត្វឆ្កែពីរក្បាលនេះក៏ចាត់ការមិនបានដែរនេះជានឹងហើមរបស់អាស៊ីវឡក្រេះនោះជាបិសាចដែលនៅឋាននរកតាមមែនទេមែនហើយអាស៊ីឡមកពីឋាននរកប៉ុន្តែមាននរណាម្នាក់សម្រាប់សិស្សសំណប់របស់គេដូច្នេះបានជាគេមកឋានមនុស្សដើម្បីសងសឹកឲ្យសិស្សសំណប់របស់គេនេះអាស៊ីឡនោះជាថឹងឯងឈួតមែនទេបើជានាំសត្វបិសាចចម្លែកមកពីឋាននរកហើយឡើងទៅផាត់បែបណាទេយើងប្រកាសជាដឹងនោះហើយយើងទាំងអស់គ្នាត្រូវតែស្លាប់នៅទីនេះគឺមិនអាចគេចណាបាននោះទេព្រះចៅអធិរាជមនុស្សលោកជាអ្នកដឹកនាំនៃអំពើពួកយើងថ្ងៃនេះលោកត្រូវតែការពារពួកយើងផងទៅយើងលោកជាថឹងឬមួយពួកឯងនៅមិនចូលទៀតតាមពិតទៅម្នាក់នេះមិនជាអធិរាជមនុស្សស្អីទេទាំងអស់សុទ្ធតែជាល្បិចរបស់ជនបរទេសគេបានប្រើឈ្មោះអធិរាជខ្លាំងៗនេះប្រមូលអ្នកក្លាហានមេតាសៀទាំងមូលមកប្រជុំទីនេះដើម្បីកាន់កាប់តាសៀយើងនិយាយតាមពិតយើងជាអធិរាជមនុស្សអ្នកនេះឆាក់ចេញនេះមនុស្សឆាត់ល្ងងដែរមិនអាចជួយបានស្លាប់ទៅក៏មិនស្ដាយដែរអ្នកនេះឆាក់ចេញសុំវកុំសម្រាប់ខ្ញុំអីខ្ញុំសុំវនៅតាសៀរបស់ពួកឯងមានពាក្យមួយពោលថាសត្វស្លាប់នោះក៏ត្រូវបោះចោលដែរការរស់នៅរបស់នាងគឺគ្មានន័យអីទៀតទេសុំគេធ្វើដាក់នាងបែបនេះហើយហេតុអីនាងជួយគេទៀតគេច្បាស់ស្រីយើងទោះបីមានកំហុសស្លាប់ក៏មិនអត់ស្នាក់ឲ្យអ្នកក្រែម្ចាស់ការដែរបងស្រីបានអញ្ចឹងយើងនឹងជូនដំណើរបងប្អូននាងទាំងពីរនាក់ទៅជាមួយគ្នាចុះអ្នកស្រីបិចាត់កូនសិស្សរបស់យើងស្រាញ់មីងក៏ត្រូវឲ្យសម្រាប់មែនទេប៉ុន្តែស្ដេចមីងគឺជាកូនសិស្សរបស់អាស៊ីឡស្រាញ់មីងធ្លាប់ជាអ្នកប្រយុទ្ធគ្មានគូប្រៀបមានអ្នកណាដឹងពីប្រវត្តិគេទេមនុស្សស្មានថាតាមពិតមិនជំនួសថាកដាលអូនប្រុសឆាប់រត់ទៅឯមិនជាដៃគូរបស់បិសាចទេរត់ឯស្មានថាទេរបស់ពួកអញគឺជាសត្វដើរតាមមិនដែរទេគេពិតជាអធិរាជមនុស្សពិតប្រាកដមនុស្សក្នុងតាសៀរបស់ពួកអញពិតជាល្ងងទោះបីខ្លាំងៗឬក៏ពិតប្រាកដក៏បាសចេះមិនច្បាស់លាស់តែទៅថាជាអាយ៉ងនិន្ចារបស់យើងម្ដងបណ្ដាលទៅចុះណាហើយត្រូវតែប្រឈមជាមួយអធិរាជពិតប្រាកដប្រជាអធិរាជមនុស្សពួកយើងឆោតល្ងងស្ទើរតែចាញ់អាសត្វឆ្កែទៅពីរនេះទៅហើយសូមដាក់ទោសពួកយើងមកចុះដាក់ទោសដល់ពួកយើងផងប្រជាអធិរាជអ្នកមិននឹងគ្មានទោសទេក្រោយឡើងមកអរគុណប្រជាអធិរាជសូមរីកាប្រជាអធិរាជយើងមានកំហុសធ្ងន់ធ្ងរឥឡូវនេះពួកយើងសុខចិត្តយកជីវិតតស៊ូទោះបីពួកយើងត្រូវបំផាយជាបំណែកក៏ត្រូវតស៊ូស្លាប់ជាមួយអសត្វដេរឆានទាំងពីរដែរអ្នកដឹកនាំទាំងអស់គ្នាធ្ងន់ដល់ណាទៀតប្រយុទ្ធជាមួយនឹងគេទៅសម្រាប់អ
អាស៊ីឡមិនក៏មិននៅឋាននរកមកបង្កបញ្ហានៅឋានកណ្ដាលទៀតឯងមិនខ្លាចដាក់តនកម្មនៃឋានសួគ៌ទេតែនៅកម្មនៃឋានសួគ៌អាស៊ីឡយើងបដិសន្ធិឡើងគឺអស់កលជានិច្ចយើងបានបញ្ចុះបញ្ចូលអំណាចនៃចក្រភពក្រោមដីឬមកផ្លាច់ពិភពលោកនិងកម្ចាត់ឋានសួគ៌ទៀតសម្ដីថ្នមមែនប៉ុន្តែយើងជាប្រជាអធិរាជនៃតាស៊ីថ្ងៃនេះឯងធ្វើមនុស្សរបស់យើងរបួសថ្ងៃនេះយើងនឹងកំទេចព្រលឹងរបស់ឯង60យើងជួបជាមួយនឹងឯងចុះព្រមទាំងសងជីវិតកូនរបស់យើងវិវ័យមិនស្អាតនេះបានបណ្ដុំព្រលឹងមានឋានៈ10000បានសម្រាប់កូនប្រុសយើងមិនមែនជាដៃគូគេទេលោកប៉ាការពីពួកគេបានអត់ទៅចាប់ខ្ញុំទៅទល់នឹងគេប្រេះសំចាប់ខ្ញុំមកជួយបងចាស់ដាច់ខាត់មិនបានទេទុកឲ្យជើងសាឡម៉ងសិនលើនេះវិញ្ញាណអធិរាជជាមួយនឹងព្យុះរបស់អាស្រ័យខ្មោចនេះអ្នកនឹងគេនឹងត្រូវស្លាប់តែយ៉ាងម៉េចទៅយើងមិនអាចបើកភ្នែកឃើញអធិរាជមនុស្សស្លាប់បាត់នោះទេពេលនេះមានតែស៊ីងអ៊ីបង្ហាញតម្រង់ពិតរបស់អធិរាជទេបើមិនចឹងទេប្រកាសជាចាញ់ជាមិនខានទេឬតែធ្វើបែបហ្នឹងធ្វើមិនអាចឲ្យគាត់បង្ហាញពីទំនុកវិញអ្វីដែលយើងគួរធ្វើអស់ហើយទុកលំបាកទាំងអស់បានជម្រះអស់ហើយឥឡូវនេះយើងសង្ឃឹមថាចំពោះសំណាងតែប៉ុណ្ណោះក្តីសង្ឃឹមគឺមានតែទូចបំផុតអធិរាជមនុស្សមានតែប៉ុណ្្នឹងទេអីទៅស្លាប់ទៅលេចចេញប៉ោស្រីពេលនេះកំទៅអីបើទៅពេលនេះដូចជាទៅស្លាប់ចេញនេះមានស្អីកាលឡើងទៅឯងស្មានថាអធិរាជមនុស្សគឺទន់ជ្រាយបែបនេះហ៎ឯងស្មានថាល្បីទៅតាយបែបនេះអាចធ្វើអីយើងបានមិនដែរទេដល់ការបដិសន្ធិឡើងវិញគ្មានទីបញ្ចប់ឯងប្រមូលធម្មពលមរណៈនៃឋាននរកលូតប្រានឯងប្រកាសជារលាបបន្តិចម្ដងខ្លាចទៅជាភ័យជាមិនខានទេស៊ីបានអញ្ចឹងយើងបដូរស្រាច់ជាមួយគេទេត្រូវហើយបើជ្រុលជាស្លាប់ហើយស្លាប់ទាំងអស់គ្នាតែម្ដងទៅពួកយើងបដូរជាមួយគេទៅត្រូវហើយបដូរជាមួយគេទៅឯងស្មានចិត្តស្លាប់ដល់ខ្លួនឯងមិនបាច់យើងចាត់ការទេគឺពោះពេញដោយក្តីស្លាប់ទោះបីជាដៃថែបឲ្យតែនៅចិត្តក៏អាចខ្លាចទៅជាភ័យបាញ់ដែរត្រូវហើយពួកយើងមិនអាចទប់ទល់នឹងអាស៊ីឡឬមួយក៏ពួកយើងមិនអាចទប់ទល់ជាមួយសត្វឆ្កែពីរនេះបានទេបងប្អូនពួកយើងសម្រាប់សត្វឆ្កែពីរក្បាលនេះទៅលោកម្ចាស់អាស៊ីឡបានគិតទុកមុនហើយនេះរឿងបែបនេះកាលឡើងយើងបានរៀបចំឋាននរកស្វាគមន៍ពួកអញហើយបើមិនខ្លាចស្លាប់ទេចូលមកចុះអាសត្វឆ្កែឆ្កែទុកទៅជាស្អប់ក៏ពួកយើងត្រូវស្លាប់នៅព្រលល្អដែរពួកយើងចូលទៅចូលឬមួយបាត់ជាគ្នាមកចូលបាយផ្សេងយើងគិតឲ្យគេទៀតមិនស្មានថាពួកអស់នេះបែរជាបើកជាឋាននរកឋានមនុស្សលោកប្រកបជារោគទុកជំខានមនុស្សទាំងឡាយឯងគួរណាធ្វើបែបនេះទេចិត្តឯងក៏ជាពើមនុស្សដែរឯងស្មានតែឯងគេផុតពីគ្រោះមហន្តរាយនេះហ៎អូយមនុស្សហ៎តាំងពីមុនយើងមិនដែលចាត់ទុកខ្លួនឯងជាមនុស្សទេជាខ្មោចមានអីមិនល្អហេតុអីក៏ត្រូវធ្វើជាមនុស្សប្រទេសនិន្ចាខាងកើតរបស់យើងទៅវិញសត្វតែមិនមែនជាមនុស្សដេញសេងលពូត្រូវតែអញដេញសេងបង្ហាញតម្រង់អធិរាជមនុស្សពិតនៅមានមជ្ឈបាយអាចបំបែកបាច់ឲ្យតែកូនប្រុសយើងបង្ហាញតម្រង់នៃអធិរាជមនុស្សកុំថាឡើយស៊ីឡម្នាក់ទោះបីសំណាប់បីសាយទាំងអស់នៅឋាននរកក៏មិនអាចឈ្នះគេបានដែរពួកគេនឹងខ្លាចទៅជាភ័យពេលនេះយើងនិយាយអីក៏គ្មានបាត់កាសដែរលោកប៉ាឬមួយក៏ពួកយើងសម្រាប់ចូលទាំងអស់គ្នាទៅបើនឹងក្រាស់ត្រូវតែស្លាប់អត់ដែរយើងគួរតែកំដៅស្លាប់ជាមួយដេញសេងមានតែអញ្ចឹងទេអ្នកទាំងអស់គ្នាដាក់បញ្ជារបស់ខ្ញុំសម្រាប់ចូលទៅយ៉ាងតិចខ្ញុំប្រហែលជាមិនមជ្ឈបាយអាចឲ្យគេបង្ហាញតម្រង់ពិតនៃអធិរាជមនុស្សមជ្ឈបាយស្អីទៅដឹងថាអធិរាជឬក៏អត់ទេប៉ុន្តែសាររបស់ខ្មែរនេះនិយាយទៅទាំងអស់គ្នាយកទូរស័ព្ទដាក់ចេញមកឲ្យឆាប់ដែរអ្នកចង់ធ្វើស្អីកុំអាសួរច្រើនឆាប់យកចេញមកឲ្យឆាប់ដែរបើជាខ្លាំងជាងអ្វីដែលយើងស្មានទៅទៀតគួរស្ដាយទោះបីជាឯងសុបណាក៏គ្មានប្រយោជន៍ដែរអធិរាជមនុស្សឯងគ្មានផ្លូវទេសូមប្រមានអ្នកវិជាទីរបស់អ្នកចិត្តផាត់កំណត់ហើយសូមប្រមានអ្នកវិជាទីរបស់អ្នកចិត្តផាត់កំណត់ហើយដេញសេងអាចដឹកជញ្ជូនសំអីឯងនេះវិជាទីរបស់ឯងចិត្តហួសកំណត់ហើយយើងប្តឹងឯងវិជាទីរបស់ឯងត្រូវការចុះហត្ថលេខាទទួលបានអញ្ចឹងយើងទៅហើយប្រទេសសម្លាញ់វិជាទីរបស់បងមិនវិជាដាក់កន្លែងខ្ញុំត្រូវគ្នាស្រាប់វិជាទីមិនទាន់ផាត់កំណត់ទេពួកយ៉ាងម៉េចឲ្យទាន់ពេលវេលាទៅក៏មិនទៅសេទាំងអស់ឈួរទៅហើយកំពុងតែនិយាយព្រៃប្រាសអីហ្នឹងរបស់តាសៀគឺអញ្ចឹងតែតែគាត់តែបំពេញកាពះដល់ពេលនេះទៅហើយនៅនឹកឃើញកំងបញ្ជាទិញទៀតឆាប់ដោះលែងយើងទៅបញ្ជាទិញរបស់យើងចិត្តហួសកំណត់ហើយមែនហើយក្រោយពេលឯងខ្លាចទៅជាភ័យហើយយើងនឹងដោះលែងឯងភ្លាមបញ្ជាទិញរបស់ឯងផាត់កំណត់ហើយសូមពមៀនការបញ្ជាទិញរបស់ឯងផាត់កំណត់ហើយការបញ្ជាទិញរបស់ឯងចិត្តផាត់កំណត់ហើយយើងត្រូវតែប្តឹងឯងនាងកុំនិយាយញ៉ៃបើសិនជាឯងធ្វើការបញ្ជារបស់យើងផាត់កំណត់នោះយើងនឹងយកជីវិតឯងជាមិនខានទេតម្រង់ពិតរបស់អធិរាជមនុស្សបដិសម្ដែងខុសប្រឹងដែរមិនអាចទេទោះបីជាឯងបង្ហាញតម្រង់ពិតក៏ដោយមានស្អីដែលឯងតបទល់នឹងយើងបាននោះឯងចាំតែមើលទៅយើងនឹងបញ្ជូនឯងឲ្យផុតពីទីនេះជាមិនខានទេជឿសម្រាប់ដៃអធិរាជមនុស្សជឿស្លាប់ទៅចង់ឲ្យយើងផុតកំណត់ឲ្យស្លាប់ទៅឯងស្លាប់ទៅឯងក៏ធ្វើឲ្យយើងផុតទៅកំណត់ណាស្លាប់ទៅលទ្ធផលពិតជាធ្ងន់ធ្ងរណាស់ប៉ាក់ក្មេងថ្ងៃក្រោយគេមិនប្រើហឹង្សាដាក់ខ្ញុំទេគុំសាដាក់ល្អបំផុតទៅចិត្តចុះពេលបែបនោះគឺមិនប្រើហឹង្សាដាក់នាងទេកុំឲ្យតែនាងប្រើហឹង្សាដាក់គេទៅបាត់ហើយអូគ្មានទេខ្ញុំទម្លាប់ទៅហើយតែគ្មានទេអេអាចចំណាយពីណាចង់រត់ឲ្យបងប្អូនពួកយើងឆាប់ចូលទៅ
អូយកុំពួកយើងផឹកកំណត់ពេលហើយពួកយើងផឹកកំណត់ពេលហើយស្លាប់ទៅអាចចង្រៃឯស្លាប់ទៅពិតជាចង្រៃមែន ប្តីសំណាញ់ ប្រពន្ធសម្បាញ់ត្រូវតែធ្វើសាស័យឲ្យប្តីហើយណាបាញ់មិញនេះដោយសារចង្រៃនេះពួកឲ្យកម្ពុជាទិញផុតពេលកំណត់ហើយនេះមិនអីទេ ប្តីសំណាញ់បងស្លៀកពាក់អញ្ចឹងពិតជាសង្ហាណាស់ ហេមិនអញ្ចឹងមិនក៏យើងពាក់សម្លៀកបំពាក់ដឹកជញ្ជូនអញ្ចឹងមិនក៏ទៅជាអញ្ចឹងស៊ីញើសូមអបអរសាទរឲ្យខ្លាចជាអតិរិទ្ធមនុស្សយ៉ាងពិតប្រាកដហើយណាយកកំបិតទ្វារបំបាយមេឃានេះទៅដើម្បីសងសឹកឲ្យម្ដាយរបស់ឯងឲ្យយកទៅជុំហ៎អ្នកជួយមិនបានហើយបណ្ដៃទៅឲ្យក្លិនខាងលើដូចជាមិនធម្មតាទេចំពោះពួកយើងតែឲ្យពិតជាអស្ចារ្យខ្លាំងណាស់ពេលថាខាងសុជាទីគោរពមិនដូចអ្វីដែលយើងគិតដល់ពងពោះនោះទេណាហើយសម្រាប់មនុស្សជាតិរបស់យើងបង្កបញ្ហាទី9របស់យើងថ្ងៃនេះពេលវេលាចាប់ជាតិរបស់យើងគឺក្រោយពីប្រឆាំងហើយនោះមិនតទាំងអស់គ្នាស្ដាប់បញ្ជាដល់ការដឹកនាំរបស់កូនប្រុសយើងសម្រាប់ចូលឋានសួគ៌รับលៀមទៅសុខសាន្តយ៉ាងម៉េចពីបងឲ្យកម្ពុជាទិញរបស់យើងផុតកំណត់ហើយពួកឯងលេងទៀតចុះខ្ញុំមកជួនអាហារទៀតហើយលឿនសិនណាអាឡាត់ស្រួយអីនេះ មិនអញ្ចឹងទេហ៎